บาดไงได้ยังเคยหายบาดคือมันใบมันนี่คือเลยดอกมุ้ยบาดกลากรจันวัฒนาการมันบางไฮวัฒนีลงมุ้ยเนี่ยลำบงได้บาทเคยเรียนกีฬาโกเลยตอบพรามนี่บาทโชว์นี่กีฬาโกตึดดีนะโกบางใครรู้นะบาทตึดดีนะเป็นลีจมูกไหลโดนโชว์โอ้โหทำธรรมดาเลยรับการกรุ๊ปเป็นเกียรติในเพลงเชียร์ระบอบปรุเนดารุสลัมบานบรรจบบางติจิตบาคือทรงกรบเพลงเชียร์ในประเทศจีนจากกัมพูชีในประเทศจากกัมพูชี và mình chót hay tam diện tam cái nơi cái lá cò nơi nơi chi liên được bò từ thì trên dạ cam chia bò dưới bà phiêu trán cái lá cò bò thật thẳng liền bà phiên xe thằng cáo bà xe khá tiếp bây nhận bà thầy bà bình dụng bầm raนี่คือดอกมวยเนี่ยผมบอกว่าตัวนี้ทำเรียนกลากรยูซอกได้คือในการที่มีกลากรฮาซันเรียนฮันลิฟแค่นี้คือมันเรียนว่าตัวนี้กลากรฮันลิฟในบร้องเรียนกลากรคือยูนอฟคาสมีดามิดเรียนอัฟฟันดีในกลากรบูคัฟได้ที่ขโมยโปรบังการแต่บอกได้โปรยเน่ได้เรียนประกาศประกวดแค่นี้คือบางฮันดอกมวยเนี่ยมันต่อเตี้ยบอกกรมโปรยเน่ได้รู้สึกล้ำดักน้อมโดยครูบังวักจุนเชียสังหารบริมาคือลงวงคือลงไม้วงบ่านี่ดอกมวยเนี่ยเราบอกกันจะบอกเยอะมีเนี่ยจำตีองศรีรถสายการบินเซอร์วิสเสมือนปิดดาวนกตัวล้าสุวรรณเฉินชื่นจันวัฒนาการประเมียดอมตึ๊ดดีนาเชิงโปรดไก่สุเพลงแต่อ๋อบ่าคือจมเรื่องนี่คือเขาทากรุ๊ปคอมเพลย์บ่ากรุ๊ปคอมเพลย์ประโยชน์กาเปียนังบำราคือออมแมนแตนบ่าคาปิตันครบแต่บอกโปรยเน่คือไม้วงบ่าคือแบบโปรยเน่ให้โซมาเจียนฮาในดับบอลอาเซียนนี้và vì muốn như khơi nàyเป็นสตาร์ทmiền này Thái miền này Malaysia miền này Việt Nam chúng ta lấy tổng hôm nay ca control chúng tôi chiaประเทศประมาณนั้นหาโดยจะถอยจนติ๊กมองลายกรรมเชื่อบ่อยืนรู้นี่ได้ผลครูว่าสัญเกตกรณีขันตัวแต่ดักนอมคนมีเชื่อกรรมเชื่อบ่อยืนบ่าจะอย่างดาวก็ดาวเป็นนักวิจัยติ๊กมือกิโลเมตรหลายอย่างนั้นนะบ่าการเป็นม้วนการกูไทยมีหลักกับเตาเลยbây giờ nhà cái đá có vấn đề khơi này tao sai coi lục bẹt và chụpเราđọc mùi chừng nào đọc bổng buồn chừng nào bắt đọc bổng buồn chừng nào bà chụpเราđọc bổng mùi bà đọc bổng mùi mà nên cái cứ កំពុងតែព្យាយាមមកស្មារតីចុងក្រោយបាទគឺសម្រាប់ការប្រកួតនៅក្នុងម៉ាត់ដ៏សំខាន់គណៈដៃប្រូណេបាទគឺมันមានប្រវត្តិក្នុងការឡើងទៅថាខកខានក្នុងការប្រកួតនៅក្នុងវគ្គជម្រុះក្នុងក្រុមស្តេចគឺច្រើនឆ្នាំមែនតើពលគឺក្រុមប្រួយនេះគឺធ្លាប់វគ្គជម្រុះគ្រប់ស្តេងគឺដំបូងឆ្នាំ1996ចាប់ពីនឹងមកដល់ពេលនេះគឺឆ្នាំ2016គឺមិនបានឡើងដល់វគ្គគ្រប់ស្តេងទេបាទធ្លាក់ក្រុមវគ្គជម្រុះតាំងពីចាប់បដិសន្ធិការប្រកួតជើងឯកអាស៊ានឬក៏ការនោះ Tiger Cup បាទគឺការប្រកួត96ហ្នឹងគិតមកដល់ពេលនេះ20ឆ្នាំហើយបាទអញ្ចឹងគឺសម្រាប់20ឆ្នាំហើយនេះគឺដំបូងគឺគ្រប់ស្តេងបាទគ្រប់ស្តេងចូលទៅដល់ទីណាក៏មាន11ប្រទេសហ្នឹងគឺចូលប្រកួតតែម្ដងចាប់ពូលដាក់អត់មានលេខជំរុះទេប៉ុន្តែក្រោយមកឆ្នាំ97គេយកលេខ1លេខ2លេខ3លេខ4 direct អញ្ចឹងក្រុមមួយចំនួនត្រូវជំរុះដែរបាទ
បាននៅពេលនេះគឺលោកអញ្ញាកណ្ដាបាទជនជាតិហុងកុងកំពុងតែត្រៀមហើយផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតសំខាន់សម្រាប់ក្រុមទាំងពីរប្រ៊ុយណេនិងកម្ពុជាចាប់ផ្ដើមហើយឯកសណ្ឋានរបស់ក្រុមប្រ៊ុយណេគឺឯកសណ្ឋានលឿងមួយឈុតគណៈដែលកម្ពុជាគឺអាយខៀវខោសដដែលបាទស្រួលចំណាំស្រួលទស្សនាក្នុងការប្រកួតថ្ងៃនេះទៅជាក់ភ្នែកដោយផ្សាយផ្ទាល់របស់ទូរទស្សន៍ព័ត៌មាន BTV ប្រិមត្តទស្សនិកជនទីមន្ត្រីលោកអ្នកអាចទស្សនាបានផងដែរនៅក្នុងបណ្ដាញសង្គម Facebook ដោយចូលទៅកាន់ Page BTV Cambodia លោកអ្នកคลิก Like និងអាចទស្សនាការប្រកួតជម្រុះរបស់កម្ពុជាក្នុងក្រុមផ្សេងទៀតបានទាំងអស់នៅក្នុងឆ្នាំ2016នេះដោយទស្សនាការគេហទំព័រឬក៏វេបសាយរបស់ BTV Cambodia បាទបាល់ចេញទៅហើយបាទពីប៉ះកីឡាករទៅឌីណាបាទកីឡាកររូបនេះហើយដែលចូលជំនួសប្រាក់មួយឧត្តមពីប្រកួតជាមួយនឹងឡាវបាទហើយកលុកគ្រាន់បាល់រហូតបង្កើតឱកាសបានច្រើនដែរបាទសម្រាប់កីឡាករនេះបាទអញ្ចឹងគឺការនោះអ្នកដែលសម្រេចត្រួតជ័យជំនះឲ្យកម្ពុជារបស់យើងពេលប៉ះឡាវនោះបាទគឺកីឡាករឈុនជឿនតែបញ្ចេញមួយអញ្ចឹងពលរដ្ឋពីកីឡាករលេខ16បាទពលរដ្ឋបានតែបញ្ចេញបាទហើយសូមបញ្ជាក់ជាថ្មីថ្ងៃទី21បាទសម្រាប់ទីម៉ូឡេស្តេគឺអស់កាសទៅហើយបាទកាសហើយនៅសល់ឡាវគឺដង្ហើមចុងក្រោយដែរអូហូឥឡូវនេះកំពុងតែអូសចេញពីកីឡាករលេខ9ហ្វាច់ប៊ូហ្គាបាទឬក៏យើងហៅគាត់ចែកពីបាននៅប៊ូហ្គានេះគឺខ្សែរបស់អ៊ំរបស់គូរបស់ខ្លួនបាទព្រះអង្គម្ចាស់ហាសនាប៊ូហ្គាបាទហើយបាច់ស្រួលតង់ណាបាទហើយស្រួលតង់បាទហៅស្រួលឥឡូវគឺឃើញថាក្នុងកម្ពុជាកំពុងតែត្រូវបានគិតសង្កត់ដើមតង់បន្តិចដល់ក្រុមប្រ៊ុយណេដែលរុស្ស៊ីឡឹមគឺការប្រកួតមិត្តភាពជាមួយនឹងកម្ពុជានៅក្នុងឆ្នាំ2015កន្លងទៅនៅអំឡុងខែវិច្ឆិកាខែ11ឱកាសមួយជើងនេះជួយបានពីអ៊ុំស្រីរតអូហូយបាទមួយជើងមកពីកីឡាករអរ៉ាសាន់សាតមួយជើងនេះពុតជាល្អមែនតើអូហូយបាទនឹងភ្ញាក់ផ្អើលមែនតើមួយជើងនេះរ៉ាសាន់សាតមកជើងអ៊ុំស្រីរតបាទគឺជួយបានសុំទៅសារបាទទេអ៊ុំស្រីរតមួយមើលអូហូយបាទនៅលើដបូលទូកនេះចេញមកហើយបាទជំនួយការគ្រូវឹកលោកម៉ៃវងនេះគាត់អង្គុយធ្វើតំណឹងសិនណាបាទជំនួយតិចទៀតពេលដែលកូនក្រុមអត់សូវស្ដាប់ចាប់ដើមជ្រេឆ្លាបាទប្រការគួតជាមួយទីមកគាត់ឃើញគាត់អញ្ចឹងទៅបីមកមុខគាត់នៅតែអារម្មណ៍គាត់អត់ស្ងប់ដែរបាទរំលឹកថាការប្រកួតឆ្នាំ2015មិត្តភាពកន្លងទៅគឺកម្ពុជាបានឈ្នះយ៉ាងចាស់ដៃទៅលើក្រុមប្រ៊ុយណេការប្រកួតនៅទីនេះទស្សនារូបភាពយូរឡើងមួយសិនរ៉ាសាន់សាតមួយជើងនេះចង់ផុតដៃអ៊ុំស្រីរតទៅហើយណាមួយជើងនេះល្អមែនតើនៅក្នុងឆ្នាំ2015គឺកម្ពុជាឈ្នះ6-1បាទឈ្នះ6-1បាទគឺល្អមែនតើបន្ទាប់ពីក្រុមប្រ៊ុយណេនាំមកមុន1-0នាទី12ក្រោយពីនោះ6គ្រាប់បន្តរបស់កម្ពុជាបាទមិត្តភាពល្អមែនតើកាលពីឆ្នាំ2015ចុងឆ្នាំកន្លងទៅឱកាសឈឿនកាប់មួយសិនទាញជើងដួលស្ប៉ាទៅហើយអញ្ញាកដាពីនៃហើយវាថាពិបាកបាញ់ហ្នឹងទៅបីបាល់ចំណេញក៏ពិបាកដែរបាទឈឿនបាញ់នេះតាក់ជើងដល់លេខ17កីឡាករអាហ្វាន់ឌីកីឡាករប៊ូតអាហ្វាន់ឌីអញ្ញាកដាពីនៃហើយមិនអាចបកកាយតវ៉ាបានទេបាទអាហ្វាន់ឌីបាទនេះបើហ្វ្រីគីករបស់កម្ពុជារបស់យើងតាមវត្តថាបាទអ្នករ៉ាប់រងបាទកាលណាមានប្រាក់មនីអារម្មណ៍ច័ន្ទវឌ្ឍនាការហើយនឹងទឹកឌីណាគឺ3អ្នកគាត់ហ្នឹងហើយបាទរ៉ាប់រងបាល់ជ្រុងបាទអញ្ចឹងភាគច្រើនច័ន្ទវឌ្ឍនាការហ្វ្រីគីកបាល់ជ្រុងបាល់អីហ្នឹងបាទឥឡូវទស្សនាបាល់ហ្វ្រីគីករបស់ច័ន្ទវឌ្ឍនាការបាទមកពីក្រុមបឹងកេនអង្គរបាទកំពុងតែប្រាំនិមិត្តសញ្ញាទៅបិទរួមក្រុមហើយបាទសញ្ញោដៃគ្នាបាទលើកទៅហើយកោងមកហើយកោងចេញកោងផុតមកបំណងប្រាថ្នារបស់វឌ្ឍនាការគឺសុទ្ធតែម្ដងបាទសុទ្ធតែម្ដងតែបាញ់មិនចូលមុំកែងចូលហើយបាទកំលឿននឹងវិញពោះបាទគូបន្តិចបាញ់នេះបាទគ្រោះថ្នាក់ណាស់បាទឃើញថាអ្វីដែលគ្រូបង្វឹកបាទក្រុមព្រួយនេះធ្វើបារម្ភគឺវឌ្ឍនាការនឹងឯងហើយវឌ្ឍនាការត្រូវបានហៅថាបាល់ទាត់នៅក្នុងតំបន់អាស៊ីគឺចាត់ទុកថាស្តៀងជាមួយនឹងកីឡាករនេម៉ាបាទនេះសម្រាប់អ្នកតាមដានវិភាគផ្សេងៗណាបាទលើបន្តសិនហើយនេម៉ានោះថ្មីនេះគឺបានបង្ហាត់ថានៅចុងសប្តាហ៍នេះគេនឹងបានចុះកិច្ចសន្យាថ្មីជាមួយនឹងបាសេឡូណា5ឆ្នាំទៀតចុះហើយបាទចុះហើយតម្លៃគឺកប់ពពកបាទជាង200លានព្រោះដើម្បីបាទហៅថាជំរះនៅពាក្យ7សង្ស័យពីអាចារ្យរាមដែលថាគឺអាចទៅប៉ារីសសាំងហ្សឺម៉ាំងណាបាទឥឡូវនេះបាល់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាបាទជាមួយជាតិកម្ពុជាបាទកាត់ចូលកន្លែងនេះទៅរួចជាមួយខ្សែការពារព្រឹកនៃរ៉ូសាឡឹមបាទ3នាក់ចូលច្រើនណាស់បាទព្រោះថាលោកម៉ៃវងថ្ងៃនេះក៏លេងប្រយ័ត្នប្រយែងដែរអត់មានហៅថាថ្មីប្រហែលទេបើកំពុងជប់ជើងនៅដុល្លារបញ្ជូនបានល្អ
ត្រូវបានយ៉ាប្រាក់មនីអាដាមបាទត្រូវបានគៀបដោយ3កីឡាកររបស់ក្រុម Brunei Darussalam បាទសុទ្ធតែគោលដៅរបស់លោកម៉ៃវងហើយប្រាក់មនីអាដាមតាមវឌ្ឍនាការបាទហើយខួនឡាបូរ៉ាវីបាទម្សិលតាមរយៈម្សិលមិញនេះគឺលោកលីតេហ៊ូនបាននិយាយដើម្បីថាមួយជើងពីចម្ងាយកន្លែងនេះចូលទៅអត់ទេបាទចេញបាទគឺមានពាក្យគេហៅថាគេលើកឡើងថាលោកគ្រូលីហេតុអីបងអត់មិនដាក់កីឡាករខួនឡាបូរ៉ាវីអញ្ចឹងណាបាទគ្រូលីក៏ថាខួនឡាបូរ៉ាវីអត់ទាន់ fit 100% ទេបាទនៅឡើយទេប៉ុន្តែគេនឹងជាកីឡាករ super substitute កីឡាករដែលជំនួសដ៏ល្អបំផុតបាទសម្រាប់ខួនឡាបូរ៉ាវីនឹងឯងបាទលើបាល់ជ្រុងលើដំបូងរបស់កម្ពុជាបន្តចំណុចត្រង់នេះប្រាក់មនីអាដាមធ្វើបានទេលើកមកកោងដល់ក្រោយអូចូលលើកមកនឹងចូលអូយបានជ្រុងតាមចូលលើកចូលតែម្ដងលើកចូលតែម្ដងប្រាក់មនីអាដាមអូរងល្អបំផុតសម្រាប់ការប្រកួតបាទអ្នកគ្រប់គ្រងនេះនឹកស្មានមកដល់ថាបានចូលតលសោះបាទនាទីទី6លើកដល់កីឡាករលេខ5ពីប្រាក់មនីអាដាមបាទព្រឺខ្លួនសម្រាប់ការលេងបាល់នេះបាទលោកហ៊ុនមិនភ្លឹងណាបាទភ្លឹងបាទយើងមើលអូមិនធម្មតាទេមិនស្មានបាទគឺមិនទៅសារបាទសម្រាប់កីឡាករខ្សែប្រយុទ្ធរបស់ប្រធានាធិបតីនេះទស្សនារូបភាពឡើងវិញប្រាក់មនីអាដាមសុទ្ធបាល់ជ្រុងបាទចូលប៉ុន្តែអ្នកចាំទីបាទគ្រាប់នេះគឺថា man of the match man of the tournament ហើយបាទមកគ្រាប់នេះមិនមានអាណាធ្វើបានទេអូយបាទឥឡូវគឺ1-0ធ្វើកម្ពុជាឡើងទៅ6ពិន្ទុឈរលើក្រុមប៊្រុយណេនិងឈរលើក្រុមឡាវបណ្ដោះអាសន្នសិនបាទបណ្ដោះអាសន្នទេបាទអូហូយបាទគឺល្អមែនតើបើសិនជាអាចធ្វើបានមែនគឺក្រុមកម្ពុជានឹងបង្ហាញខ្លួនក្នុងការប្រកួតវគ្គគ្រប់ស្តេចជាលើកដំបូងចាប់តាំងពីឆ្នាំ2008ដែលបានជ្រុះបានបង្ហាញខ្លួននៅក្នុងវគ្គជម្រុះគ្រប់ស្តេចបាទបន្ទាប់ពីហ្នឹងគឺក្រុមកម្ពុជាចាញ់ឡាវរហូតតែម្ដងបាទឥឡូវគឺកែប្រែហើយបាទលើកលីគាត់ការបង្ហាត់របស់គាត់គឺតឹងរឹងមកចត់បាទឥឡូវនេះទស្សនាការប្រកួតព្រឹកនេះបាទព្រឹកនេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងបន្តទៀតហើយបន្ទាប់ពីកម្ពុជានៅមុខបាទបាល់ចូលជើងច័ន្ទវឌ្ឍនាការ3នាក់មកគៀបជាមួយនឹងច័ន្ទវឌ្ឍនាការនៅតែគ្រប់គ្រងពីក្រុម Brunei Darussalam ដដែលបាទឥឡូវកំពុងសម្លឹងមើលគ្នាបន្តិចបំផ្លោងបាល់ពីចម្ងាយកន្លែងនេះបាទបាល់ទប់ដោយកីឡាករលេខ20 អូឌីសានបាទអូឌីសេតលើកន្លែងនេះតែទម្លាក់ចេញបិទជាប់ហើយបាទកីឡាករហ្វាច់បូជានេះគឺអត់មានបាល់លេងទេបាទឥឡូវកំពុងជោគជើងកម្ពុជាដដែលបាទបោះមកឲ្យទឹកឌីណាបាទបញ្ជូនចេញមិនបានល្អជាប់ជើងកីឡាករអូឌីសេតដដែលបាទអូឌីសេតកំពុងញាក់1-2បាទបោះមកក្រោយទៅអត់រួចទេបាទប្រតិកម្មជារបស់យើងគេហៅថាចុះក៏លឿនឡើងក៏លឿនដែរឥឡូវនេះគឺលេងអត់មានសំចៃទេបាល់ចូលជើងទឹកនេះណាបាល់មិនបានល្អច័ន្ទវឌ្ឍនាការឆក់យកបានទៀតល្អណាស់ច័ន្ទវឌ្ឍនាការកន្លែងនេះបាទឥឡូវនេះគឺសុទ្ធតែទៀងកណ្ដាលទៀងឆ្វេងនិងស្ដាំគឺសុទ្ធតែម្ដងឥឡូវនេះកំពុងតែរត់កំពេញបាល់ឲ្យសម្រាប់ទឹកទីណាដួលបាត់ទៅហើយអាញាកដាពីនៃបាទពិតជាមិនធម្មតាអមមកត្រូវបានគូព្រៃតិចបោះមួយហើយបាទវត្តមួយហើយបាទវត្តប៉ុន្តែអត់បាយសម្បុកទេបាទឥឡូវយើងយ៉ាងម៉េចកន្លែងនេះទៀតហើយបាទលើកទស្សនារូបភាពជាថ្មីកន្លែងដែលពេលនេះត្រូវបង្កកំហុសដោយកីឡាករបាល់លេខ17អាហ្វិនឌីនេះទៀតហើយបាទអាហ្វិនឌីទៀតហើយបាទញ៉ាកដាពីនៃហៅថាពីប្រមានម្ដងកន្លែងនេះទៀតបាទជាមួយកន្លែងនេះច័ន្ទវឌ្ឍនាការអាចធ្វើបានដោយប្រាក់មនីអាដាមទេបាទមើលបាទបាល់ដែលគួរឲ្យខ្លាចគឺបាល់អស់ហ្នឹងហើយបាទលើកឡើងហើយពីច័ន្ទវឌ្ឍនាការបំផ្លងតែទម្លាក់មួយឱកាសរបស់ច័ន្ទយូណូទៀតតែទុកទេបាទអត់បាននាទីទី9 2-0ទៅហើយអូបាទថ្ងៃនេះសង្ស័យដោយប្រវត្តិចាស់ 5-1 ទល់នឹង1ឬក៏យ៉ាងម៉េចបាទកាន់តែច្រើនក៏ល្អអូបាទតែពិបាកដែរប្រហែលកាលណាកាន់តែវាច្រើនអញ្ចឹងគឺព្រួយលេកាន់តែព្យាយាមទប់ឲ្យនឹងបោះឲ្យលឿនបាទសុកភេងបាទ3នាទីបន្ទាប់ពីកីឡាករប្រាក់មនីអាដាមឥឡូវកែសុភេងធ្វើបានមួយគ្រាប់ទៀតទៅហើយល្អមែនតើថ្ងៃនេះបាទការលេងក្នុងចង្វាក់ត្រង់នេះបាទទស្សនាការលើកបាល់របស់ច័ន្ទវឌ្ឍនាការបាទសវណ្ណតែទម្លាក់សុកភេងមកបន្ថែមបាទជាអ្នកបង្ហើយដើម្បីបាល់3ប៉ះបាទចេញជើងវឌ្ឍនាការមួយបាទកីឡាករបាល់លេខ20បាទសុកសវណ្ណបាទតែទម្លាក់សុកភេងជាអ្នកបង្ហើយ
បាទពិតជាមិនធម្មតាសម្រាប់កម្មវិធីរបស់យើងគិតត្រឹមនាទីទី9នេះគឺនាំមុខ2-0បាត់ទៅហើយបាទលើទស្សនាការគុំបន្តទៀតBrunei Darussalam បាទកំពុងស្វែងរកឱកាសបាទវាយបរប៉ុន្តែដូចជាទៅមិនរួចទេបាទក្បួនរបស់លោកម៉ៃវងត្រូវបានលោកលីតេហ៊ួនបំបីហើយគាត់ថាសុទ្ធតែបានទស្សនាការប្រកួតរៀងខ្លួនបាទអញ្ចឹងក្បួនអីក៏ចេញមកគាត់ដឹងកាឡាប៉ុន្តែកុំអះអស់ព្រោះថានៅសល់វែងឆ្ងាយទៀតពេលវេលាបាទនៅសល់80នាទីទៀតបាទបូកទាំងវគ្គទី1និងវគ្គទី2នេះបាទយើងក៏អរគុណផងដែរដល់ដៃគូសហការការផ្សាយផ្ទាល់អរគុណដល់ស្មាតចាំអត់កំណត់ទេ Power Plus 2ផ្ដល់ជូនអ៊ីនធឺណិត 10GB ក្នុងមួយខែព្រមទាំងអត្ថប្រយោជន៍អត់កំណត់ច្រើនទៀតចុចផ្កាយ700ផ្កាយ200ទ្រង់ជ្រូកឥឡូវនេះអរគុណផងដែរដល់ឃ្លាបរោះបង្កើតឡើងសម្រាប់បរោះជាមួយនឹង YOD ទ្វារ10គ្មានអង្គគ្មានជាតិប្រេងស្រស់ស្រាយទ្វេដងលោកម៉ៃវងឈរអេសម៉ុញអីគាត់ពី2-0ឈរចេញមកហើយបាទស្ដាយមែនតើមកគឺលោកក៏ស្ដាយដែរបើសិនថ្ងៃនេះអាចស្មើជាមួយនឹងកម្ពុជាអត់លទ្ធផលចុងក្រោយដូចគ្នាបាទកាន់តែល្អមើលកាន់តែល្អមើលតែបើសិនពេលនេះកម្ពុជាបាន2មុនហើយចឹងលោករៀងពិបាកតិចហើយបាទសម្រាប់ការប្រកួតក្រោយបាទព្រោះថាការប្រកួតជាមួយនឹងទីម៉ូឡេស្តេនោះគឺនិយាយបកទៅមកទេបាទទីម៉ូនៅមុខគឺនេតាហើយប្រទេសនេះរកគាត់ជួយជំនះបាទប៉ុន្តែលើកនេះគឺកម្ពុជាកំពុងនៅមុខ 2-0 ទៅហើយបាទទស្សនាការប្រកួតបន្តទៀតបាទសូមសរសើរបាទកីឡាករគ្រប់ផ្នែកទាំងអស់ទាំងខ្សែការពារឱកាសកន្លែងនេះរត់លឿនណាស់សម្រាប់បាច់ Jeffrey Bourkier បាទរត់ដេញរំខានអ៊ុំសេរីរត់ឲ្យទាត់បាល់ចេញមែនបាទកីឡាកររូបនេះបាទយើងឃើញហើយដូចលោកនេះឆ្នាំមុននឹងនិយាយអញ្ចឹងណាបាទតែម្នាក់ឯងចឹងក៏មិនអាចទៅរួចដែរព្រោះការបាល់ទាត់លេងជាក្រុមបាទមកដល់10នៅក្នុងទីលានបាទបូកជាមួយនឹងកីឡាករជំនួសហៅថាកីឡាករបំរុងច្រើនទៀតបាទទស្សនាការប្រកួតបាល់នៅស្ថិតក្រោមការគ្រប់គ្រងរបស់ Brunei Darussalam បាល់ចេញប៉ែងល្អមែនទែនហើយឥឡូវនេះជាប់ជើងអាញាកដាពីនៃបាទពីនៃឲ្យបាល់ខាង Brunei Darussalam បាទបន្ទាប់ពីមានការប៉ះការកំហុសបន្តិចបាទពីកីឡាករទីណាបាទលោកម៉ៃវងអង្គុយលេងសុកហើយបាទគាត់ឈរឆ្លេងឆ្លាអ្នកដែលរ៉ាប់រងបាល់ free kick កន្លែងនេះមិនមែនជាហ្វាច់បូហ្គៀទេអ៊ុំសេរីរ៉ូកំពុងតែឲ្យសញ្ញាទៅមិត្តរួមក្រុមថាបាទយើងត្រូវតែធ្វើឲ្យបានសម្រេចបាទពិសេសគឺរំខានបាទទស្សនាបាល់ free kick លើកដំបូងបាទរបស់ Brunei Darussalam កន្លែងនេះធ្វើបានសម្រេចដូចយ៉ាងណាបាទហើយជាពិបាកបន្តិចបាទបំផ្លោងទៅហើយឱកាសកន្លែងនេះតែបាទទៅរួចបាទកីឡាករអ៊ុំសេរីរ៉ូបាទគឺគ្រាប់បាល់បានឲ្យទៅចំថ្នាក់អ៊ុំសេរីរ៉ូបាទទស្សនាការប្រកួតជាថ្មីកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាលេងយឺតសិនអត់លឿនពេកទេបាទមិនសូវតក់កុហកព្រោះថាក្នុងនាមជាអ្នកនាំមុខ 2-0 បាទអញ្ចឹងគឺបាល់លេងមួយបាទគេថាលេងដើម្បីបំបីកម្លាំងសត្រូវដល់កម្លាំងគូប្រកួតបាទបាល់កំពុងជាប់ជើងសម្លឿនពីដើមបាទបញ្ជូនមកឲ្យជើងពលរដ្ឋលេងកដាលក្រោមល្អបាទឆ្វេងស្ដាំអាចចល័តបាទគឺពលរដ្ឋគាត់លេងបំរើការពារបាទបំរើការពារបានល្អណាស់បាទហើយប្រាក់នេះដើមក៏បំរើប្រយុទ្ធបាទមួយបំរើចុះមកក្រោមមួយបំរើឡើងមកលើបាទជាប់ជើងវិញនេះទៅរួចទេបាទសម្រាប់បាទកីឡាករយុវជនបាទសាច់បូជាតែគឺកម្មជាបន្តទៀតបាទឥឡូវនេះ3-4អ្នកកំពុងជជែកជាមួយទឹកពីណាឱកាសរបស់ច័ន្ទអវឌ្ឍនាការកន្លែងនេះអូចូលតំបន់ឱកាសសុទ្ធបញ្ចូលទីឬយ៉ាងណាឱកាសសុទ្ធបញ្ចូលទីអត់មានទេកៅសុខពេញបាទរត់ជ្រុលបន្តិចបាញ់គឺខ្សែការពារអ្នកកម្មទីជួយបានអត់បញ្ហាអំបីមិញវឌ្ឍនាការគាត់ព្យាយាមមែនតើគឺផ្ចិតផ្ចង់ណាស់មកគ្រាប់នេះប៉ុន្តែកាច់មកអស់ទៅហើយមុនគឺអស់ទៅហើយបាទសុកពេញឡើងមកស្របនឹងខ្លួនទៀតចឹងពិបាកបោះឲ្យបាទចឹងមានថយបាទមកជើងនេះធ្វើឲ្យអ្នកគ្រប់គ្រងរបស់យើងគឺសុបាយចិត្តនឹងភ័យរន្ធត់នឹងស្ទើរទេបាទឥឡូវ 2-0 នៅតែសង្ឃឹមច្រើនអញ្ចឹងបញ្ជូនមកដល់សុកសវណ្ណចុចមួយឲ្យទៅឈិនឈឿនកីឡាករប្រើ14រូបរបស់កម្ពុជាតតចេញនៅខ្សែការពារទៅហើយបាទស្មានបាទទស្សនារូបភាពដែលវឌ្ឍនាការអូចូលតំបន់គ្រោះថ្នាក់អូចូលឲ្យខ្សែការពារមិនហ៊ានរំខានទេបាទជើងនេះកាច់អស់រលីងនៅបាត់ដៃបន្តិចបាទបាត់ដៃបន្តិចទេបាទបើសិនជាសុខភេងគម្រត់មកជ្រុលណាបាទអាចខែបាទឆ្វេងជើងឆ្វេងយើងល្មមបាទបាល់ជ្រុងរបស់ច័ន្ទវឌ្ឍនាការសំលេងរបស់បងប្អូនរបស់យើងបានបន្លឺឡើងគ្រប់គ្រងពីចម្ងាយរាប់លានអ្នកហើយកំពុងទស្សនាការពារថាត្រូវបាទបាល់ជ្រុងលើកទី2របស់កម្ពុជាបាទដោយប្រាក់មានដំទេអត់ទេឬយ៉ាងណាអត់មានអ្នកថែមកន្លែងនេះឱកាសកំពុងតែដេញបន្ថែមទៀតប្រាក់មានដំផាយមកឲ្យចាក់វឌ្ឍនាការឱកាសតែទម្លាក់មួយអូហូយសុកសវណ្ណស្ដាយណាស់
các cam chia căn để tràn lại vàអ្នកគ្រប់គ្រងគាត់ស្ដាយប្រាប់នេះដំជាអ្នកបង្កើតឱកាសដែរមិញនេះបាទអញ្ចឹងអត់អីទេមានការប៉ុនប៉ងច្រើនទៀតនឹងអាចធ្វើបានម្ល៉េះទស្សនារូបភាពជាថ្មីប្រាប់យ៉ងផាយមកឲ្យចាំវឌ្ឍនាការលើសុកសវណ្ណបាទទៅអត់ទាន់អ្នកចាំទីដោលបាល់ចេញបានមុនទៅហើយបាទឥឡូវនេះបាល់ទាត់ពីអ្នកចាំទីរបស់ក្រុមព្រុយណេដារុសសាឡឹមបាទកីឡាករយូសូសបំផ្លោងកោងមកស្ដាំបន្តិចតែទម្លាក់បន្តបាទជើងពលរដ្ឋនៅតែអាចគ្រប់គ្រងបាល់បន្ថែមបានទៀតបាទបំផ្លោងពោះកន្លែងនេះបែងមួយចូលតំបន់កណ្ដាលប្រើតែក្បាលទេការប្រកួតនេះបាទឥឡូវនេះគ្រប់គ្រងបានល្អសម្រាប់ព្រុយណេដារុសសាឡឹមបញ្ជូនមកទៀតហើយបាទជើងពលរដ្ឋឡើងមកកណ្ដាលបន្តិចជុំជើងមួយបញ្ជូនមកឆ្វេងបោះមកក្រោយអូហូយសហការគ្នាបានល្អសម្រាប់កីឡាករកម្ពុជាបាទបញ្ជូនមកឲ្យឧត្តមទេអត់ទេច័ន្ទវឌ្ឍនាការកន្លែងនេះស្រឡះតែម្នាក់ឯងអាចទៅរួចទេទៅមិនផុតជាមួយនឹងអ្នកចាំទីយេស៊ូសអូហូយល្អណាស់បាទយើងជឿថាឱកាសរបស់កម្ពុជារបស់យើងកាន់តែមានច្រើនបាទសម្រាប់ការប្រកួតបាទជាបដិសន្នគឺកម្ពុជារបស់យើងកំពុងឈរនៅចំណាត់ថ្នាក់លេខ1មាន6ពិន្ទុពីប្រកួតឈ្នះយើងអត់ទាន់ថាឈ្នះទេបាទតែគាត់ថាកំពុងតែនាំមុខការប្រកួតទី2នេះបាទនេះកំពុងជាប់ជើងជឿនបញ្ជូនមកក្រោយបន្តិចមកឲ្យសុកសវណ្ណបាទជើងពលរដ្ឋលេងងាប់កណ្ដាលទៅហើយបាទទឹកទីណាកីឡាករលេខ5សើវិសាលបាទវិសាលបំផ្លោងមកស្ដាំមកឲ្យសុកសវណ្ណកីឡាករទាំងចាប់ដើមដូររ៉ូលគ្នាដូរតំណែងគ្នាខ្លះហើយដើម្បីស្វែងរកឱកាសរកគ្រាប់បាល់បន្តទៀតកន្លែងនេះប្រាក់មនីឧត្តមដាច់ទៅឯងទៅហើយគ្រប់គ្រងបានល្អ2នាក់បាទចាំជួយគេថាការពារដើម្បីកុំឲ្យភ្លាត់មានគ្រាប់បាល់បន្ថែមកើតមកខាងកម្ពុជាញាក់1 2បាទបញ្ជូនមកក្រោយនៅតែអត់ទាន់ផុតជើងបាទកម្ពុជារបស់យើងជើងពលរដ្ឋបញ្ជូនមកឲ្យទឹកទីណាបាទទឹកទីណាអូសមកចូលកណ្ដាលបញ្ជូនមកក្រោយបន្តទៀតបាទនៅតែគឺក្រុមទឹកទីណាដដែលបញ្ជូនខ្លីៗឲ្យឧត្តមបញ្ជូនមកឲ្យឈិនជឿនបាទឈិនជឿនកំពុងសម្លឹងលេង1 2មកឲ្យឧត្តមបន្តកន្លែងនេះបាទល្អមែនទែនគ្រប់គ្រងបាល់បានទេទប់ជាប់ទេបាទឱកាសរបស់ឧត្តមកំពុងគ្រប់គ្រងបាល់បន្តកាត់ចូលតែបានទេអត់មានអ្នកចាំថែចាំវឌ្ឍនាការនៅគេហៅថាអត់ឡើងទៅផុតបាទអញ្ចឹងគឺពិបាកបន្តិចអស់មិនមែននេះបាទកម្ពុជានៅគ្រប់គ្រងបាល់ល្អដែរបាទ7 នាទីបាទការគួរបាទខាងក្រុមព្រុយណេដារុសសាឡឹមបាទថ្ងៃនេះគឺធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការស៊ុតបញ្ចូលទី2ក្រុមដំបូងនេះឱកាសវិបត្តិរបស់ក្រុមព្រុយណេកាត់ឲ្យកីឡាករប៊ូកាចអាចទេមួយជើងនេះអត់ទៅទាញសិនបាទរំខានបាទ2ចូលគៀប1សិនសុកសវណ្ណមកក្រោយបាទមិនមានឱកាសនោះទេមកជួយមកស្ដាប់ស្ដាំតែពីខ្សែការពារបាទចេញទៅក្រោយយើងណាបាទលុកទៅវិញបានប៉ុន្តែអត់អីទេលេងបន្តទៀតកាត់មកកណ្ដាលបញ្ជូនឲ្យកីឡាករហានសាន់បញ្ជូនមកស្ដាំបន្តទៀតឱកាសរបស់ខ្លួនហើយស្រួលទៅឲ្យចំណុចត្រង់នេះខ្សែការពារដាច់ចោលប៊ីគ្រួថ្នាក់ទៅហើយបាទសសឿវិសាមិញមួយរូបលើដួលអញ្ញាកណ្ដាប់ពីនៃទេបន្តការលេងទៀតបញ្ជូនមកក្រោយឲ្យទៅកីឡាកររ៉ាសាន់សាតមកក្រោយបន្តខ្សែការពារវាយកាត់មកឆ្វេងបញ្ជូនឲ្យសុកសវណ្ណមកឃ្លៀបាល់ចោលបាទស្រួលសិនកុំឲ្យមានបញ្ហាបាទ18នាទីលទ្ធផលគឺក្រុមកម្ពុជា2ក្រុមព្រុយណេ0អរគុណផងដែរទៅដល់ Smart បាទចង់បាត់ឥតកំណត់ទេ Power Plus 2ផ្ដល់ជូនអ៊ីនធឺណិត10 GB ក្នុងមួយខែព្រមទាំងអត្ថប្រយោជន៍ឥតកំណត់ជាច្រើនទៀតចុចផ្កាយ700ផ្កាយ200ទ្រង់ជ្រូកឥឡូវនេះអរគុណដល់ឃ្លៀបបរោះបង្កើតឡើងសម្រាប់បរោះជាមួយបាយអរិនព្រៀង10មានអង្គគ្មានជាប្រេងស្រស់ស្រាយទ្វេដងបាទកាត់ចូលកណ្ដាលមិនបានល្អទេពីកីឡាករខ្សែបញ្ជាលេខ9របស់ខ្លួនបាទចាស់ free ឌីណាបាទចាស់ free ដែលជាក្មួយស្ដេចព្រុយណេស្ដេចស៊ុលតង់របស់ព្រុយណេបាទគប់ទូបន្តមកក្រោយបញ្ជូនបន្តិចឲ្យប្រាក់មនីឧត្តមបញ្ជូនអរណាកប់មួយកៅសុភេងទៅបន្តសុភេងអស់ឡើងបន្ត1 2ជាមួយនឹងប្រាក់មនីឧត្តមមកក្រោយបាទខ្សែការពាររបស់ព្រុយណេដូចជាលេងរហ័សបន្តិចហើយបន្ទាប់ពីបាន 2-0 ត្រូវបាននៅមុនដុល្លារខាងឆ្វេងហើយទៅស៊ឺវិសាលមកក្រោយបន្តដុល្លារវិញបាទដៃគូគ្នានៅក្នុងក្រុមប្រកាន់លេខស្វាយរៀងចុចមួយបាល់វែងឲ្យទៅឈិនឈឿនតែដូចជាជ្រុលទៅហើយយកមិនតាន់ទេមួយអ្នកលើទីលានមកថានេះបាទ
bằng kết 2 bằng kết 3 សុខសវណ្ណឈិនជឿនចាំវឌ្ឍនាការបាទរូបក្រោយវិជាតិ2បាទអមសេរីរតហើយនឹងច្រឹងពលរដ្ឋបាទ3មានជាមួយនឹងឈិនជឿនមួយទៀតយើងបាទអញ្ចឹងបង្កេត2ទេអញ្ចឹងបាទតែឥឡូវទស្សនាការប្រកួតបន្តកម្ពុជានឹងគ្រប់គ្រងបាល់ដដែលប្រាក់មេដាមត្រូវរំខានដោយខ្សែការពាររបស់ក្រុមប្រេនេដារូសាឡឹមការបន្តការរត់លឿនអូយលើកជើងបាញ់នេះបើសិនបាល់ទៅត្រូវបាល់ស្លត់ចូលបាទកម្ពុជាបន្តគ្រប់គ្រងបាល់បន្តឲ្យត្រូវបានឆាបដោយប្រេនេគ្រប់គ្រងបាល់បន្តទៀតកន្លែងនេះឆ្លាស់ជាងជើងសម្រាប់កីឡាករលេខ9របស់ប្រេនេបែកបូគៀប៉ុន្តែទៅអត់រួចជាមួយខ្សែការពារនៅដុល្លារសេរីសារបស់កម្ពុជាបាទលើលឿនបន្តឧត្តមបញ្ជូនមកឲ្យទៅឌីណាបាទឌីណាបញ្ជូនខ្លីចូលកណ្ដាលបាទបំផ្លោងបងពលរដ្ឋបំផ្លោងមកឲ្យសេរីវិសាតែត្រូវរំខានដោយព្រុយនេះបាទព្រុយនេះចាប់ដើមលេងលឿនបន្តទៀតហើយបាទអូយបាទបោះបាល់ល្អណាស់កន្លែងនេះបាទកីឡាករលេខ4បាទហើយជិះហាសាន់តែបំផ្លោងផុតបាល់ទីមានបញ្ហាបើឈ្នះកម្ពុជារបស់យើងគឺចូលទៅបើសិនជាសម្រាប់ការប្រកួតនេះយើងឡើងបាទប្រកាសឡើងច្រើនហើយបាទយើងបើសិនជាឧបមាថាឡើងគឺយើងចូលទៅក្នុងពូល B ដែលមានក្រុមម្ចាស់ផ្ទះសហភាពមីយ៉ាន់ម៉ាមានក្រុមម៉ាឡេស៊ីមានក្រុមវៀតណាមបាទអញ្ចឹងគឺសុទ្ធតែក្រុមខ្លាំងកំពុងរងចាំបាទប៉ុន្តែមិនខ្លាំងនៅក្នុងពូល A ទេពូល A មានហ្វីលីពីនមានឥណ្ឌូនេស៊ីមានម្ចាស់ផ្ទះ4សម័យថៃម្ចាស់ផ្ទះមាន4សម័យ2គឺថៃហើយនិងសិង្ហបុរីបាទលោកលីកំពុងតែចង្អុលប្រាប់កីឡាករបាទលេងតាមក្បួនបាទកុំអំនួតបាទ2-0អាចអំនួតអាចឃ្លាត់បាទលេងតាមក្បួនអាចមានបញ្ហាបាទលើបាល់បំផ្លោពីអ្នកចាំទីកម្ពុជាបាទទៅអត់ផុតពីព្រុយនេដារូសាឡឹមទៅអត់ផុតពីកម្ពុជាបាទឥឡូវនេះកំពុងអូសវែងហើយសម្រាប់កម្ពុជារបស់យើងបាទបញ្ជូនទៅក្រោយអត់ទេអូតែឯងទេបាទសម្រាប់ពលរដ្ឋបាទបញ្ជូនមកកន្លែងនេះឲ្យប្រាក់មនីរំគ្រប់គ្រងនៅក្នុងតំបន់ប្រយុទ្ធតែទៅមិនផុតបាទឥឡូវគ្រប់គ្រងបាល់ដោយព្រុយនេដារូសាឡឹមដដែលបញ្ជូនចូលកណ្ដាលត្រូវបានកីឡាករឈិនជឿនបាទរត់តាន់សុខសវណ្ណបញ្ជូនខ្លីៗបាទមកឲ្យពលរដ្ឋបញ្ជូនមកឲ្យកីឡាករសុខសវណ្ណអត់ទៅបានល្អទេអ្នកចាំទីព្រុយនេដារូសាឡឹមបំផ្លោងបាល់ចេញបាទជើងវិញហើយមកឆៅបាទប្រហែលអត់ដល់10នាទីហ្នឹងណាបាទកាន់ជើងនោះមក2-0បាទគឺគ្រាប់ទី1នាទីទី6និងគ្រាប់ទី2នាទី9បានថារយៈពេលចន្លោះតែ3នាទីទេរកគ្រាប់បាន2គ្រាប់បាទលឿនណាស់បាទលឿនគ្រាប់មានហើយគឺការប្រកួតរវាងកម្ពុជានិងព្រុយនេនេះគឺកើតឡើងរឿងដឹកស្មារតីដល់2រឿងនឹងឯងទី1គ្រាប់បាល់លឿន2គ្រាប់ទី2លើកបាល់ជ្រុងចូលរបស់បាល់ជ្រុងចូលរបស់5លាដំមកធ្វើឲ្យថាមានការចាប់យកបាល់បានវិញហើយរបស់ចាហ្វ្រីអូទៅម្នាក់ឯងកាត់ចូលឱកាសរបស់ព្រុយនេអូបាទជួយបានពីអ៊ំស្រីរតប្រឡប់ដៃ3-3ខ្ញុំត្រូវសប្បាយចិត្តជួយទាត់ចូលទៅទៀតបាទអមិញកីឡាករអាឌីសាតនេះហើយគឺអ្នកសុទ្ធឲ្យក្រុមព្រុយនេតាមពីក្រោយទៅយកឈ្នះលើក្រុមទី1បាទចាំមើលកន្លែងនេះបាទចាហ្វ្រីឲ្យទៅអាឌីសាតបាទពេនតាមគេហៅថារុញទុំបណ្ដោយទឹកបាទឲ្យដូចពុំទៀតបាទហ្វាច់ចែហ្វ្រីបូគៀនឹងឲ្យដូចពុំបាទឥឡូវបាល់ជ្រុងលើកដំបូងរបស់ក្រុមព្រុយនេដារូសាឡឹមហើយជាបាល់ជ្រុងទី3សម្រាប់ការប្រកួតនេះបាទអ៊ំស្រីរតជួយបានល្អមែនតើ2លើកហើយឱកាសលើកបាល់ជ្រុងរបស់ក្រុមព្រុយនេមកក្បាលនេះឡើងទៅលើរបស់កីឡាករអាឌីសាតទៀតបាទរួចផុតគ្រោះថ្នាក់នៅក្នុងនាទីទី23នេះអ្នកគ្រប់ត្រូវគាត់បាល់ជ្រុងជាលើកទី3ហើយមិនមែនណាបាទកម្ពុជាយើង2ដងបាទគឺបាល់ជ្រុងរបស់ប្រាក់មនីឧត្តមទី2បាទដែលលើកចូលបាទហើយក្រោយមកចាំវឌ្ឍនាការលើកម្ដងទៀតបាទបាល់បំផ្លោងចេញពីអ្នកចាំទីអ៊ុំសេរីរតរបស់កម្ពុជាបាទពីប្រកួតដំបូងនេះអ៊ុំសេរីរតជាប់ជម្រើសទី1រហូតសម្រាប់ការប្រកួត2នាទីអង្គុយមើលសិនបាទឥឡូវនេះបាល់កំពុងតែគ្រប់គ្រងដោយកម្ពុជាដដែលបាទលេងខ្លីបញ្ជូនមកក្រោយតែរួចទេចាំពលរដ្ឋបាទសុខសវណ្ណបញ្ជូនមកឲ្យអ្នកចាំទីអត់ទេលេងញាក់មួយពីរសិនបាទមកឲ្យសេរីវិសាបាល់ចេញទេអត់ចេញបាទបញ្ជូនខ្លីបន្តទៀតបាទកន្លែងនេះឲ្យនប់ដុល្លារបាទដុល្លារបំពង់តែសម្លឹងមើលមិត្តរួមក្រុមរបស់ខ្លួនដើម្បីបញ្ជូនឲ្យមានចន្លោះប្រហោងបាទលេងខ្លីបន្តអត់ទាន់ទៅឆ្ងាយប្រហែលទេបាទលេងតិចបាទជូនមកឲ្យសម្រាប់កីឡាករសេរីវិសាបញ្ជូនខ្លីមកឲ្យជើងពលរដ្ឋបញ្ជូនមកក្រោយមកឲ្យសុខសវណ្ណមកផ្លោង
បាទមកឲ្យច្រើនជឿនៅណាមែនទេទៅឌីណាបាទឌីណាកំពុងតែបញ្ចេញជាមួយនឹងកីឡាករប្រូណេបាទតើបាល់ចេញចេញបាត់ទៅហើយបាទគេលេងយកចំណេញបាទខំប្រឹងលេងដើម្បីរកគ្រាប់បាល់ទេបាទហើយបន្តការប្រកួតទៀតបាទឃើញថាកម្ពុជាមានឱកាសសង្កត់ច្រើនទៅលើក្រុមប្រូណេក៏មានឱកាសវាបកវិញដែរតែមិនល្អដូចទេលទ្ធផលបន្តរក្សាគឺក្រុមកម្ពុជា2ក្រុមប្រូណេដារុសន្លឹម0សូមបញ្ជាក់ថាការប្រកួតក្រោយបាទគឺការប្រកួតទី3នឹងធ្វើការប្រកួតនៅវេលាម៉ោង 6:30 នាទីដំណើរគ្នាតែម្ដងបានន័យថាការប្រកួតរវាងក្រុមឡាវនិងប្រូណេគឺធ្វើការប្រកួតនៅ OSN ទឹកដីរបស់ក្រុមភ្នំពេញក្រោនហើយមួយប្រកួតរបស់កម្ពុជាជាមួយនឹងទីម៉័រក៏ធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិនេះម៉ោង 6:30 នាទី BTV ធ្វើការផ្សាយផ្ទាល់ចំនួន2ប្រកួតនេះមកដំណើរគ្នាតែម្ដងបាទមួយ ETV បាទមួយគឺនៅ OSN ETV បាទអញ្ចឹងបញ្ជាក់ជូនបងប្អូនថាការប្រកួតឡាវជាមួយនឹងប្រូណេគឺធ្វើការផ្សាយផ្ទាល់ការប្រកួតនៅក្នុងទូរទស្សន៍របស់ ETV បាទចំណែកកម្ពុជាជាមួយនឹងទីម៉ូឡេស្តេ BTV បាទអញ្ចឹងគឺ ETV និង BTV ធ្វើការផ្សាយផ្ទាល់ការប្រកួតម៉ាត់ចុងក្រោយនៅក្នុងការប្រកួតជម្រុះស៊ុយស្គីកាត់ឆ្នាំ2016បាទលើបាល់ចេញ25នាទីហើយបាទលើបាល់ជ្រុំបន្តបាទគឺកីឡាករច័ន្ទវឌ្ឍនាការបាទច័ន្ទវឌ្ឍនាការគឺគាត់រ៉ាប់រងខាងស្លាប់ស្ដាំឲ្យប្រាក់មីណាំខាងឆ្វេងបាទទើបឲ្យធ្វើមានឱកាសបាល់ទាត់ចូលទីតែម្ដងបាទចូលទី3របស់កម្ពុជាបាទឱកាសបន្តនេះចំនួនអ្នកចាំទីកំពុងតែមានការព្រួយបារម្ភផងដែរកីឡាករយូសុហ្វច័ន្ទវឌ្ឍនាការប្រៀបបានដូចទៅនឹងកីឡាករនេម៉ារបស់បាសេឡូណាកោងមកលើកនេះទៅឆ្ងាយប៉ុន្តែមិនថ្មីទេមានអ្នកគ្រប់គ្រងបាល់បានមកក្រោយបន្តិចសុទ្ធតែម្ដងព្រោះថាអស់ឱកាសទៅហើយបាទបាញ់មួយជើងចោលតែម្ដងបាទទោះបីឥឡូវមេឃរៀងស្រាក់ស្រានតិចហើយមានដាច់ក្របបន្តិចហើយបាទភ្លៀងនៅកន្លងខាងជាតិរបស់យើងឃើញអ្នកគ្រប់គ្រងនៅទាល់មុខខាងនេះដូចជាឃើញចុះមកក្រោមបាទមានបញ្ហាអីទេបាទគឺអត់អង្គុយទេណាឃើញរូបភាពបង្ហាញណាបាទគាត់ចង់ចុះមកបានអាគៀនបាទហើយសូមទទូចឲ្យទូចទៀតបាទសម្រាប់អ្នកគ្រប់គ្រងរបស់យើងបាទធ្វើម៉េចគឺអ្នកគ្រប់គ្រងដ៏ល្អបំផុតនៅក្នុងពិភពលោកបាទរូបភាពទាំងអស់នេះគឺក្រៅពី BTV យើងផ្សាយផ្ទាល់ហើយទូទាស់អន្តរជាតិមួយចំនួនក៏ចាប់យកបន្តដែរពី BTV របស់យើងបាទចាំអ្នកគ្រប់គ្រងខ្លះគាត់មើលទូទាស់បរទេសមួយមើលទូទាស់ BTV មួយណាគាត់ថាទូទាស់បរទេសខាត់ខ្លងល្អយើងតាមពិតគឺ BTV ទៅព្រោះថាកាលណាទទួលសិទ្ធផ្សាយហើយអត់មានអាចមានទូទាស់ផ្សេងទៀតមកដាក់កាមេរ៉ាក្បែរគ្នាបានទេបងប្អូនខ្លះគាត់យល់ច្រឡំបាទឥឡូវមិនថ្មីទេមិនមែនមានតែបរទេសទេដែលធ្វើល្អហើយទន្ទឹមនឹងនេះគឺយើងខិតខំដូចគ្នាអញ្ចឹងបាទយើងផ្ដើមចេញពីមិនល្អរហូតដល់ល្អបាទហើយកុំភ្លេចទស្សនិកជននៅថ្ងៃទី25ខាងមុខក៏មានការផ្សាយដែរការប្រកួត National Game បាទគឺជាលើកទី1បាទលើកទី1កម្ពុជារបស់យើងហើយពិធីបើកបើកថ្ងៃទី28បើកនេះគឺពិតជាអស្ចារ្យមិនធ្លាប់មានបាទគឺយើងមានម្ដងកាលពីទសវត្សរ៍ឆ្នាំ60បាទកីឡា Kernafo ដែលលើបាទធ្លាប់លើបាទហើយការប្រកួតឆ្នាំនេះបាទគឺនឹងពិតជាអស្ចារ្យកីឡាករចំនួននោះដែលនៅដែលគាត់គេហៅថាគឺក៏មានវត្តមាននៅក្នុង National Game នឹងដែរថ្ងៃពិធីបើកដែរបាទពិធីបើកគឺគាត់ជួយរត់គប់ភ្លើងគប់អីចឹងដែរណាប៉ុន្តែក្នុងនោះមានប្រាក់នាយឧត្តមច័ន្ទវឌ្ឍនាការសុនស៊ីមីហ្នឹងក៏ត្រូវបានរត់គប់ភ្លើងដូចគ្នាបាទដូច្នេះគឺកុំភ្លេច BTV នឹងធ្វើការផ្សាយផ្ទាល់ពិធីបើកការប្រកួត National Game និងការផ្សាយផ្សេងការប្រកួតផងដែរពិធីបិទមួយទៀតបាទពិធីបិទមួយទៀតបាទអរគុណលើទស្សនាការប្រកួតបន្តទៀតអូភ្លេចប្រាប់ពិធីបើកនេះគឺមានតារាចម្រៀងល្បីៗក្នុងស្រុករបស់យើងគឺគ្រឿងសម្បត្តិឲ្យគុណសញ្ញាបាទនឹងតារាចម្រៀងផ្សេងទៀតគឺក៏បង្ហាញខ្លួននៅទីនោះដែរអញ្ចឹងកីឡាបូកជាមួយសិល្បៈបាទអញ្ចឹងគឺពិតជាអស្ចារ្យមែនទែនក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជានិងប្រវត្តិសាស្ត្រកីឡារបស់កម្ពុជាឆ្នាំ2016នេះឥឡូវបន្តការគប់បាល់ទោសរបស់ក្រុមប្រូណេដារុសន្លឹមគ្រប់មកក្រោយបាទថ្ងៃនេះគឺ11អ្នកដំបូងរបស់ក្រុមប្រូណេគឺមានខុសផ្លាច់តែមួយរូបទេដែលលោកគ្រូម៉ៃវងក៏បានផ្លាស់ប្ដូរចេញគឺលេខ11បាទថារីហើយក្រៅពីហ្នឹងគឺ10អ្នកផ្សេងគឺនៅដដែលតែម្ដងប៉ុន្តែទម្រង់លេខដូចហាក់ធ្លាក់ចុះពេលការប៉ះជុកជាមួយកម្ពុជាបាទទម្រង់លេខនេះពេលប៉ះជាមួយនឹងក្រុមឡាវគឺធ្វើបានល្អមែនតើធ្វើការវាយបកតាមពីក្រោយយកស្មានិងតាមយកឈ្នះពិតជាធ្វើឲ្យក្រុមកម្ពុជាពិតមាននៅស្មាមកដល់ថ្ងៃនេះប្រូណេទុនខ្សោយបែបនេះសោះបាទហើយយើងឃើញសម្រាប់កម្ពុជារបស់យើងក្រោយពីនាំមុខ 2-0 បាទក៏ការសម្រុកហ្នឹងក៏បន្ថយដែរបាទបន្ថយតិចដែរបន្ថយអាចជំនាញសាស្ត្ររបស់គ្រូបំផាត់យ៉ាងម៉េចយើងអត់ដឹងទេប៉ុន្តែលើទស្សនាការប្រកួតបន្តទៀតបាទកីឡាករសមឿនប៊ីដោបាទគ្រប់គ្រងបាល់បញ្ជូនមកកន្លែងនេះបាទគឺមិនបានសម្រេចទេរត់មិនបានល្អសម្រាប់ប្រាក់នាយឧត្តម
bà bao tranh bị chương cái là có Brunei Darussalam bà chun tới ná có mình phốt vì Campuchia này bà cái này đi chẳng bộ rốt cắt bàn là ôm tên ô từ hai ai ba mà crom kinh ai thứ là cái bộ rốt cắt chỗ cái này đi vào ôi ông cả được bóc Campuchia ôi bà muốn chơi được bóc chăn mà ta đã các sao tích bà hay nó crop tí bay bà ta hai បាទបងប្អូនដែលមិនអាចទស្សនាតាមកញ្ចក់ទូរទស្សន៍បងប្អូនក៏អាចទស្សនាតាម page BTV Cambodia គ្រាន់តែចូលក្នុងបណ្ដាញសង្គម Facebook search ថា BTV Cambodia បងប្អូននឹងអាចទស្សនាបានការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ Super Cup ឆ្នាំ 2016 វគ្គជម្រុះនិងការប្រកួតផ្សេងទៀតនៅក្នុងជាតិរបស់យើងនិងក្រៅប្រទេសផងដែរបាទហើយ BTV ក៏ផ្សាយផ្ទាល់ផងដែរជម្រុះបាល់ទាត់ពិភពលោកណាបាទឆ្នាំ 2017 កាន់តែអស្ចារ្យទៀតសម្រាប់អ្នកគ្រប់គ្រងកីឡាកម្ពុជាបាទលើបន្តសិនបាទព្រុយនេះឈានមកដល់ពេលនេះគឺ30នាទីកំពុងរក្សាតាមពីក្រោយ0-7តាមពីក្រោយកម្ពុជាបាទរូបភាពមិញជាឱកាសរបស់វឌ្ឍនាការបាទបញ្ជូនរបស់ពីជ្រងពលរដ្ឋបាទកាប់មួយជើងស្ដាំនេះមកយើងខ្សោយបន្តិចតែអ្នកចាំទីក៏ល្អដូចគ្នាដែរបាទនៃក្រុមការងាររបស់កម្ពុជាសប្បាយចិត្ត20ផងអផងមកបាញ់ពីលោកអង្គកយនិតបាទហើយសម្រាប់អ្នកគ្រប់ត្រូលគាត់ថាលេងបាល់អូទៅចេះអូទៅលិចអូទៅកើតតាមពិតសិនគាត់លេងវិញដឹងបាក់យ៉ាងណាណាបាទពិបាកដែរខ្ញុំមើលក៏ស្រួលដែរបាទមើលស្រួលដែររត់មើលឃើញស្រួលទេបាទយើងឃើញចន្លោះច្រើនមែនទេប៉ុន្តែដល់ពេលយើងលេងខ្លួនឯងនោះពិបាកមែនតើបាទអញ្ចឹងក៏បន្ទោតែបងប្អូនដែលគាត់លេងបាល់គាត់ធ្លាប់ដឹងគាត់មិនថាទេគាត់ធ្លាប់យល់ពីថាទៀតឱកាសរបស់ចាន់វឌ្ឍនាការអូទៅបន្តវឌ្ឍនាការមកបានចាំទីអូយូសុបអាចក្បោបបានបាញ់មិញនេះបើសិនជាផុតដៃបន្តិចបង្កត់ជាមានការថែមហ្នឹងបាញ់មិញនេះតាមនេះដល់មិនចាំបាទហើយបន្តទៅដល់ឆ្ងាយសុបជើងទីឆ្ងាយដើរទៅលើកៅសុកភេងបាទមែនតើបាទគឺការសង្កត់ទៅផ្សារបាញ់មិញនេះទស្សនាឡើងវិញពីចាន់វឌ្ឍនាការបាទអ្នកចាំទីនេះក្បោបបានប្រាក់3ដុំលុកយកទៅហើយបាញ់មិញនេះបាញ់មិញក្បាលបាត់ហើយបើសិនក្បាលភ្លាត់ណាបាទក្តោបអត់បានល្អគឺប្រាក់នេះដុំនឹងប្រើក្បាលរកគ្រាប់បាល់ទីដែរបាទឱកាសល្អមែនតើបាញ់មិញនេះបាទអ្នកចាំទីយូសុបមួយថ្ងៃនេះគឺប្រឈមមែនតើមកក្នុងការប្រឈមជាមួយនឹងខ្សែប្រយុទ្ធរបស់កម្ពុជាដល់ឆ្នាំមានវឌ្ឍនាការប្រាក់នេះដំមានខែសុភេងមានជ្រងពលរដ្ឋឲ្យជាដើមដែរក៏ជំនាញអ្នកសុទ្ធពីចម្ងាយដែរបាទហើយជឿពលរដ្ឋបន្តទៀតដល់កន្លែងនេះបាទចូលមកក្រៅបន្តិចសុខសវណ្ណបាទបញ្ជូនមកឲ្យកីឡាករឈិនជឿនបាទឈិនជឿនហើយនឹងឌីណាដូងគ្នាលេងហើយឥឡូវឡើងមកលើស្ដាំវិញសម្រាប់ឌីណាបាទឌីណាកំពុងអូសបាល់បញ្ជូនមកឲ្យឧត្តមទេបាទអូសមកឲ្យឧត្តមអត់ទាន់ផុតទៀតអូយល្អណាស់សម្រាប់ទឹកឌីណាមានការរំខានពីកីឡាករ Brunei បាទគឺកីឡាករលេខ23បាទកីឡាករ Yunus បាទដែលជាអ្នករំខានទឹកឌីណាឈិនជឿនបោះបាល់ទូសរបស់ខ្លួនបាទជំជឿនឹងហើយដែលជាអ្នករកគ្រាប់ជ័យជំនះពេលប៉ះជាមួយនឹងឡាវឈ្នះឡាវ2-1បាទជំជឿបន្តទៀតលោករកបាល់ជូនខ្លីៗមកឲ្យទីណាលេងមិនយល់ទៅគ្នាកន្លែងនេះបាទលឿនពេកបាញ់មិញបើសិនជាបោះទៅហើយជំជឿអាចគ្រប់គ្រងបាល់បានអាចលើកស្កាត់ចូលមកតំបន់គ្រោះថ្នាក់ណាបាទអញ្ចឹងគឺអាចមានប្រសិទ្ធភាពដែរប៉ុន្តែអត់អីទេបាទនៅមានការព្យាយាមជាច្រើនទៀតបាទនឹងកើតមានបាល់បោះទូរបស់ Brunei Darussalam 32នាទីសម្រាប់ការប្រកួតបាទតបផ្ដាច់ចោលពីខ្សែការពារមួយសិនឲ្យផុតគ្រោះថ្នាក់បន្តទៀតកំពុងតែឈឿនគ្រប់គ្រងបាល់ឈឿនអូទៅបន្តឈឿនទៅលេខខាងឆ្វេងឃើញវឌ្ឍនាការទាញ1ទាញ2ល្អមែនតើមក3នាក់2នាក់ផុតទៅចូលអ្នក3ទៅផ្លាត់បាល់តែមិនអ្វីទេនៅបន្តការគ្រប់គ្រងដោយក្រុមគោព្រៃកម្ពុជាគឺក្រុមកម្ពុជាថ្ងៃនេះបង្ហាញមកហៅថាចង្វាក់លេងល្អមែនតើមិនអកសើទេតែទៅមិនតាន់បាទចាន់វឌ្ឍនាការបាទថ្ងៃនេះគឺ11អ្នកដំបងបង្ហាញល្អណាស់ទាំងអស់បាទហើយថ្ងៃនេះអ្វីដែលជួយចាប់អារម្មណ៍គឺកីឡាកររបស់ Brunei Darussalam រួមបាទ fight Jeffrey Boken នេះអត់ទៅមានបាល់លេងទេបាទហាក់ដូចជាខ្សែការពាររបស់កម្ពុជារបស់យើងចាក់សោជាប់បាទប៉ុន្តែបើបានជាប់ម្ដងណាកីឡាកររូបនេះប៉ះបាល់ម្ដងប្រសិទ្ធភាពច្រើនបាទបង្កើតឱកាសឲ្យមិត្តរួមក្រុមរបស់គេច្រើនអញ្ចឹងហើយបានជាលោកលីគាត់ប្រយ័ត្នប្រយែងពីកីឡាករមួយរូបនេះកុំឲ្យប៉ះបាល់ច្រើនពេកបាទអញ្ចឹងឲ្យប៉ះតិចទៅបាទឥឡូវឱកាសរបស់កម្ពុជារបស់យើងបន្តទៀតបាទកន្លែងនេះអូសលឿនណាស់ទៅមិនផុតបាទពីកីឡាករ Brunei Darussalam ដាមៀតបញ្ជូនមកឆ្ងាយបន្តិចកន្លែងនេះបាទបាល់ចេញនេះអត់ទាន់ចេញនៅគ្រប់គ្រងតាមខ្សែបន្ទាត់បាទ Brunei កំពុងដាក់ស្ពីតបន្តញាក់ថយក្រោយបាល់ជាប់ជើងកម្ពុជារបស់យើងបន្តទៀតហើយបាទជាប់កីឡាករសំអឿនពីដោបញ្ជូនមកកណ្ដាលអូសឡើងមកលើហើយសម្រាប់ទឹកឌីណាលឿនណាស់
បាទបញ្ជូនមកឲ្យច័ន្ទវឌ្ឍនាការកំពុងឈរចាំបាទលេង1 2បាទបើអញ្ចឹងគឺជំនាញរបស់ច័ន្ទវឌ្ឍនាការបាទអូចូលកាត់មកចូលកណ្ដាលកន្លែងនេះអូដំបន្ថែមអត់ទេសំដុំនៅដំបាទឡៃតាគេថាប្លង់នៅដំជ្រោនបាទសុកភេងបាទមកឈរកន្លែងនេះឥឡូវនេះបើកំពុងជប់ជើងកម្ពុជារបស់យើងបន្តទៀតជួយមិនបានល្អប៉ុន្តែអត់ផតនៅតែជាប់ជើងឈិនជឿនដដែលបាទអូចូលក្រោមសិនបាទបញ្ជូនខ្លីៗពីសុកសវណ្ណបាទទៅឲ្យណប់ដុល្លារបាទដុល្លារបញ្ជូនមកឲ្យមិត្តរួមក្រុមរបស់គេបាទពីដោបញ្ជូនមកឲ្យវិសាលបាទកន្លែងនេះបាទពីដោកំពុងគ្រប់គ្រងបាល់បាទវិសាលអ្នកបញ្ជូនឲ្យបាទកាត់មកកណ្ដាលប្រាក់មនីឧត្តមកំពុងគ្រប់គ្រងបាល់បញ្ជូនខ្លីៗល្អអូរត់មិនទាន់ផ្លាត់ជើងបន្តិចសម្រាប់កីឡាករសំអឿនពីដោបាទកុំអីបាទមកគ្រាប់ទៀតបាទសំអឿនពីដោហ្នឹងក៏ល្អដែរបំរើការពារប៉ុន្តែព្យាយាមជួយក្រុមឱកាសមិនមែនជាការសុទ្ធលើកទី5របស់កម្ពុជាហើយក្រុមប្រទេសមានតែមួយលើកទេបាទដូចយើងមាន2លើកហើយបាទជួយបានពីអ្នកចាំទីអ៊ុំសេរីរតបាទឥឡូវបន្តអ្នកគ្រប់គ្រងរបស់យើងក៏គេហៅថាកំពុងតែទទួលនឹងភាពសប្បាយរីករាយក្នុងការអសុទ្ធបញ្ចូលទីរបស់កម្ពុជាចំនួន2គ្រាប់ដោយគ្រាប់ទី1ធ្វើបានដោយកីឡាករប្រាក់មនីឧត្តមដែលបានដល់អស្ចារ្យនៅក្នុងការប្រកួតនៅក្នុង Tournament នេះក្នុងនាទីទី6បាល់លើកពីជ្រុងហើយគ្រាប់ទី2 3នាទីបន្ទាប់ធ្វើបានដោយកីឡាករកៅសុភេងពីគ្រាប់នេះហើយធ្វើអ្នកគ្រប់គ្រងរបស់យើងរាប់ម៉ឺនអ្នកនៅកីឡាដ្ឋាននិងរាប់លានអ្នកដែលកំពុងតែទស្សនាផ្ទាល់របស់ BTV និងតាម Page BTV កម្ពុជាមិនដឹងថាសប្បាយចិត្តប៉ុណ្ណាទេបាទទឹកទីណាគាត់លឿនមែនទែនអូបាទឌីណាតុកចំហមិនជាប់មកព្រោះអត់មានប្រាំងទេបាទនិយាយរួមជើងក្លោកបើយើងនិយាយពីយើងមិនថាតសើកីឡាករណាគេណាដែរណាទឹកទីណាប៉ុន្តែគាត់ថាគ្នាលេងឲ្យគេហៅថាដូចអ្នកគ្រប់គ្រងមិនសូវមើលឃើញប៉ុន្តែបើការលេងរបស់គាត់ល្អមិនចាញ់ឧត្តមមិនចាញ់វឌ្ឍនាការបាទអញ្ចឹងគឺនេះយើងមើលការប្រកួតបាទកីឡាករនេះល្អដែរឥឡូវនេះបើកំពុងជាប់ជើងកីឡាកររបស់ Brunei Darussalam ដែលជួនខ្លីៗបាទឥឡូវនេះដល់អត់បាល់លេងបាទកីឡាករ Jeffrey នោះដូរមកកដាលបាទគាត់អត់បាល់លេងពេកទៅហើយនឹងបាទក្នុងតំបន់ប្រយុទ្ធរបស់កម្ពុជាទៅអត់រួចទេកន្លែងនេះបាទកំពុងតែផ្ដាំបាល់គ្នាល្អមែនទេបាទលេងខ្លីៗបាទពីដោបញ្ជូនលឿនបាល់ចេញបាល់ទៅហើយបាទបាល់ពីនេះមកឲ្យខាង Brunei Darussalam បាទកីឡាករលេខ22នេះឆ្នើមរបស់គេហើយបាទសម្រាប់កីឡាករ Renza Razan Z បាទអូmy god ស្អីចេះបាទអីទេបាទលេងមួយបាទគឺជាង36នាទីទៅហើយបាទកម្ពុជារសារការនាំមក2-0ដែរបាទល្អមែនតើបាទតាំងពីចាប់ដើមមកដល់ពេលនេះបាទទោះបីថាមិនទាន់មានគ្រាប់ថែមទៀតក៏ដោយបន្ទាប់ពីការសុទ្ធរបស់កៅសុភេងត្រឹមនាទីទី9មកទល់នឹងពេលនេះគឺជា20នាទី22 22នាទីហើយมันមានគ្រាប់បញ្ចូលទីតែ2-0ដល់សោះយើងក៏អរគុណផងដែរដល់ដៃគូសហការការផ្សាយផ្ទាល់អរគុណដល់ Smart ចង់បានអត់កំណត់ទេ Power Plus Speed ដល់ជូនអ៊ីនធឺណិត 10G ក្នុងមួយខែព្រមទាំងអត្ថប្រយោជន៍ឲ្យកំណត់ច្រើនទៀតទឹកខែ700ខែ200ទ្រង់ជ្រូកឥឡូវនេះអរគុណផងដែរដល់ Clear បរោះបង្កើតឡើងសម្រាប់បរោះជាមួយនឹង Bio Nutrient 10គ្មានអង្គើគ្មានជាតិប្រេងស្រស់ស្រាយទ្វេដងព្រោះនេះបន្តការគ្រប់គ្រងបាល់ប៉ុន្តែដូចជាពិបាកកម្ពុជាដេញតាមប្រាក់មនីឧត្តមផ្ដាច់ជើងមួយជើងចោលពីខ្សែការពារឡើងមកដល់ខាងលើតែពីក្រោយពីកៅសុភេងបន្តពីសុកសវណ្ណរបស់ក្រុមបឹងកេតអង្គរទៅហើយសុកសវណ្ណលោកជើងបន្តិចឲ្យទៅឌីណាញាក់1ញាក់2ចូលប្រឡោះគៀបបានទៅឌីណាផ្ដាច់ចោលមួយជើងប៉ុន្តែអញ្ញាកដាផ្ដល់បានពីនៃឲ្យទៅខាងក្រុមប្រុយនេទៅហើយការទាញមិញបាទទាញកីឡាករខាស្មីឲ្យដួលមិញនេះបាទគេថាជិតចប់វគ្គទី1ទៅហើយលទ្ធផលនេះគឺគាត់ប្រសើរមែនទែនសម្រាប់អ្នកគ្រប់គ្រងនិងអ្នកគ្រប់គ្រងនឹងប្រជាពលរដ្ឋរបស់ប្រជាជនទាំងអស់របស់កម្ពុជាថ្ងៃនេះគឺជោគជ័យណាស់ហើយនឹងសល់មួយប្រកួតទៀតបាទគឺនៅថ្ងៃទី21ដែលបានជម្រាបជូនអញ្ចឹងគឺកម្ពុជាប្រកួតចុងក្រោយជួបជាមួយនឹងទីបលលេស្តេបាទហើយនៅក្នុងប្រវត្តិប្រកួតជើងឯកអាស៊ាននេះដែរបាទគឺជើងឯកតំបន់អាស៊ាននេះហ្នឹងបាទកម្ពុជាកន្លងមកបាទយើងគិតក្នុងចាប់ដើមប្រកួតឥឡូវនេះឱកាសរបស់កម្ពុជាបាទហើយនេះអាចស៊ូបញ្ចូលទីបានព្រៀងច័ន្ទវឌ្ឍនាការបាល់ចេញទៅកន្លែងនេះឱកាសបន្ថែមបាល់ចូលអូស្ដាយបាទប្រាប់នេះឧត្តមរត់អត់ទាន់ទៅរំខានដោយខ្សែការពារបាទកុំអីនេះបានមួយគ្រាប់ទៀតទៅហើយបាទកន្លងមកយើងឃើញការប្រកួតថ្មី96 97 98គឺបាទស៊ូណាពេលដែលក្រុមមួយជួបកម្ពុជាណាស៊ូរករកបាល់បាទមិនដែលលើសុំទោសមិនងាយទេបាទពិបាកបន្តិចហើយបាទសុំឲ្យដល់ឆ្នាំ2016យើងបំបែកកំណត់ត្រាដែលមិនឈ្នះសង្ហបុរីជាង30ឆ្នាំគឺបំបែកបានទៀតបាទឈ្នះទី1បាទពិតជារឿងមួយដ៏ល្អកំសាន្តនៅឆ្នាំ2016នេះបាទបាល់ជើងលើកទី4របស់កម្ពុជា
នឹងជាបាល់ជ្រុងទី5ក្នុងការប្រកួតគិតត្រឹមនាទីប៉ុណ្ណេះបាទចាំ5នាទីឧត្តមបាទពីអ្នកលើកបាល់ជ្រុងកន្លែងនេះចូលមកគ្រាប់ទីទេបាទល្អណាស់បាទបំផ្លោងហើយអូឌីបានមកគ្រាប់ទីបណ្ដៃប៉ះដៃអ្នកចាំទីទេមិនមិញបាទបាទបំពេញមិញអ្នកចាំទីរបស់គេដឹងក្បួនបាទឥឡូវទស្សនាការប្រកួតបន្តឱកាសរបស់ច័ន្ទវឌ្ឍនាការបាទសុទ្ធប៉ុន្តែចំអ្នកចាំទីមករៀងបញ្ជូនមកឲ្យឧត្តមរត់អត់ទាន់ខ្សែការពាររបស់កីឡាកររបស់ប្រ៊ុយណេដារុសឡឹមបាទសង្គ្រោះបានបាទមានការដោះដូរហើយបាទពីប្រ៊ុយណេដារុសឡឹមកីឡាករលេខ17សាហ្វីចេញជំនួសវិញដោយកីឡាករអាសណាវីបាទសាហ្វីនេះហើយបាទដែលមានបញ្ហាកណ្ដាលគេថាពុំមានណាបាទឥឡូវនេះគឺមានការដោះដូរអត់ទាន់ចាប់តង់ទី1កំប៉ុងនេះបាទសម្រាប់ប្រ៊ុយណេដារុសឡឹមបន្តការប្រកួតទៀតសល់5នាទីចុងក្រោយសម្រាប់វគ្គទី1 45នាទីដំបូងប្រពន្ធស្វត់ស្វាយថ្នាក់ដើរក្រុមប្រ៊ុយណេបានផ្លាស់ប្ដូរកម្លាំងថ្មីដើម្បីជួយជ្រោមជ្រែងក្នុងការប្រយុទ្ធរបស់ខ្លួនមិនល្អទេកម្ពុជាយកបាល់បានល្អណាស់កំពុងតែញាប់ដៃញាប់ជើងដួលមួយអញ្ញាកដាប្រ៊ុយណេទៅហើយបន្តលេងលឿនៗរបស់ក្រុមប្រ៊ុយណេដារុសឡឹមកីឡាករ Chafri កីឡាករមួយរូបដែលលេងនៅក្នុង Club Leicester City អាយុក្រោម18ឆ្នាំដួលមួយនៅលើដំបូលទូកឱកាសរបស់ក្រុមប្រ៊ុយណេវិញហើយបានបន្តពីការឈូសអំបញ្ញទៅលើកីឡាករអាឌីសាតដួលបាញ់មិញនេះអាឌីសាតដួលឥឡូវគឺបាល់ពីនៃក្នុងនៅលើដំបូលទូកបាទអាឌីសាតនេះគឺវ័យ26ឆ្នាំបាទគឺលេងឲ្យក្រុមជម្រើសជាតិប្រ៊ុយណេ11លើកថ្ងៃនេះជាលើក12របស់គេហើយបាន5គ្រាប់ក្នុងការសម្បញ្ចូលទីបាទប្រ៊ុយណេអត់មានលីកកម្ពុជាទេបាទគឺកីឡាករទាំងអស់គឺលីកក្លឹបរបស់គេមួយចំនួនគឺលេងនៅសង្ហបុរីហើយរដូវកាលចុងក្រោយនេះគឺក្លឹបរបស់ប្រ៊ុយណេបាទគឺជាអ្នកលើកជើងឯកសិង្ហបុរីលេងបាទអញ្ចឹងកីឡាករភាគច្រើនគឺលេងនៅក្រៅស្រុកបាទតែម្ដងដោយសារអត់មានលីកផ្លូវការនៅក្នុងប្រទេសរបស់ខ្លួនបាទឥឡូវទស្សនាបាល់ free kick នៅលើដំបូលទូករបស់ក្រុមប្រ៊ុយណេដារុសឡឹមអាចធ្វើបានទេបាទកីឡាករអាឌីសាតឈរទៅមែនតើអ៊ំស្រីក៏ត្រៀមដូចគ្នាអាឌីសាតទៅហើយអ៊ំស្រីរត់ចំថ្នាក់មិនបញ្ហានោះទេបាទដោតជាប់តែម្ដងកាពីតានក្រុមកម្ពុជាបាទងាយសម្រាប់អ៊ំស្រីរត់បាទ41នាទីកន្លះក្នុងការប្រកួតលទ្ធផល0-2ដដែលកម្ពុជានៅមុខ2-0ចេញទៅក្រៅទុកបានមិនល្អទេបាញ់មិញនេះរបស់កីឡាករសំឿនពីដោជាយានមិនលឿនហើយរបស់ក្រុមប្រ៊ុយណេដើម្បីថាអាចបំបាយពមន់បាននៅក្នុងវគ្គទី1ដើម្បីវគ្គទី2អាចจะសង្ឃឹមច្រើនតែបើសិនជាវគ្គទី1 2-0ហើយវគ្គទី2ពិបាកបន្តិចបញ្ជូនមកក្រោយឲ្យអ្នកចាំទីកីឡាករយូសុបបាទកីឡាករយូសុបនេះគឺមក35ឆ្នាំចាស់ជាងគេនៅក្នុងក្រុមនិងចាស់ជាងគេនៅក្នុងទូរ៉ាមិនជម្រុះនេះបាទ35ឆ្នាំទីឯងអត់អីទេអ៊ំស្រីដើរមកជួយចាប់បានមិនជាបញ្ហានោះទេបញ្ជូននេះបន្តជួនមកក្រោយឲ្យទៅសុកសវណ្ណជួនបន្តឲ្យទៅកីឡាករទិនឌីណាចុចបន្តិចល្អណាស់ឲ្យទៅកាសុភ័យ 1-2 ជាមួយវឌ្ឍនាការឲ្យទៅបន្តកែសុភ័យប្រាក់មនីដល់3-0គ្រាប់ទី2របស់ប្រាក់មនីដល់នាទីទី43អមែនតើ3-0ហើយបាទនិយាយនេះគឺជាប់បាល់ពិតជាអស្ចារ្យសម្រាប់កម្ពុជារបស់យើងចង់ទី1បាទនាំមុខ 3-0 នៅសល់ប្រហែលជាង2នាទីទីទើបចប់បាទសហការគ្នាបានល្អមែនទែនកីឡាករកម្ពុជារបស់យើងបាទទាំងពីរបាទល្អមែនទែនប្រាក់មនីដំជាមួយនឹងវឌ្ឍនាការការបញ្ជូនពីទឹកឌីណាដូចគ្នាអូហូបាទអ្នកញាក់ដាច់នៅចាំទីវ័យ35ឆ្នាំវ៉ាដុនយូសុបអមែនទែនអូហូបាទបច្ចេកទេសពិតមែនទែនមិនមែនការបញ្ជាទៅលេងបាទគឺការបញ្ជាពីខួរក្បាលរបស់ប្រាក់មនីដំតខ្លួនបាទនេះហើយបាទវ៉ាឌុនយូសុបបាទគឺផ្លោះទៀត3គ្រាប់នេះគឺពិតជាមានគេថាខណ្ឌចិត្តក្នុងខ្លួនពិតជាជ្រួចច្បល់ខ្លាំងបាទហើយអញ្ចឹងអាដាមឈរលេខ1 corner ចឹងណាបាទបាន2គ្រាប់តែឯងហើយបាទសម្រាប់ការប្រកួតបាទនៅសល់មួយប្រកួតទៀតបាទនៅថ្ងៃទី21បាទឥឡូវនេះបំផ្លោងចេញពីប្រ៊ុយណេដារុសឡឹមបាទជាប់កីឡាករហ្វាយបូហ្គាហើយបូហ្គាកំពុងអស់បាទព្រោះថាមិត្តរូបញាក់1-2ល្អណាស់កន្លែងនេះញាក់បន្តទៀតហើយអូយអស់បាល់ដាច់ល្អបាទជួយទីក្រអោការបំផ្លោងបាទគេថាមិនបានល្អស្ដាយណាសម្រាប់កីឡាករលេខ20ថាអូឌីសាតបាទអូឌីសេតបាទអូយក្តោបមុខបាទហើយថាមិនគូអីបានមកគ្រប់វិញបាទចាំតាំងពី2វាថាបានដែរបាទឥឡូវក៏ផ្អាលបាទមិនលោក
ម៉ៃវងមកគាត់ដើរតបស្មារតីគាត់ខឹងមែនតើថ្ងៃនេះគឺសារការពីចន្លោះប្រហោងច្រើនណាស់បាទពិបាកបន្ទោសកូនក្រុមដែរដោយសារតែក្បួនរបស់លោកលីគាត់បាទគឺបុកខ្លាំងបាទយើងឃើញតែរៀបកីឡាករចូលទៅនេះយើងដឹងបាទគឺសំចិត្តនឹងអ្នកគ្រប់គ្រងមកបាទសំចិត្តនឹងអ្នកគ្រប់គ្រងដែលកំពុងទស្សនាបាទកន្លងមកគាត់ឲ្យតែឃើញពុកបាត់ច័ន្ទវឌ្ឍនាការនៅក្រៅ11នាក់បាទបន្ទោសគ្រូលីឬក៏បាត់ប្រាប់នេះឧត្តមនៅខាងក្រៅនៅបន្ទោសគ្រូលីទៀតបាទឥឡូវគ្រូលីដាក់ឲ្យពេញចិត្តមើលយើងនេះចំណុចរបស់ចាហ្វ្រីបញ្ជូនទៅបាទតែអ៊ំរត់ជះចេញបានល្អមែនតើបាទហើយគាត់នឹងប្រាប់អ្នកគ្រប់គ្រងដែរមានតែគ្រូលីទេបានដឹងថាកូនសិស្សគាត់យ៉ាងម៉េចបាទយើងអ្នកគ្រប់គ្រងគាត់ទៅមើលតាបាទលើទស្សនាការប្រកួតបន្តទៀតឱកាសកន្លែងនេះ90ពេសុភ័យញាក់1 2ស៊ឹកបំឡងពីចង្អាយអូអត់អីទេបាទកន្លែងនេះសង្គ្រោះបាល់បានវិញបាទពីអ្នកចាំទីយ៉ាស៊ូសបាទពិតជាធ្វើការធ្ងន់បាទអរគុណផងដែរដល់ដៃគូសហការការផ្សាយផ្ទាល់អរគុណដល់ Smart ចង់បានអត់កំណត់ទេ Power Plus Speed ដល់ជុំអ៊ីនធឺណិត 10GB ក្នុងមួយខែព្រមទាំងអត្ថប្រយោជន៍អត់កំណត់ជាច្រើនទៀតចុចកាយ700កាយ200ទ្រង់ជ្រូកឥឡូវនេះអរគុណដល់ Clear បរោះបង្កើតឡើងសម្រាប់បរោះជាមួយនឹងបាយអូនទ្វា10គ្មានអង្កែគ្មានជាប្រេងស្រស់ស្រាយទ្វេដងបាទសំខាន់ទៅផងដែរបើសិនជាខ្ញុំបានទាំងពីរនេះតើជាអ្នកអធិប្បាយក្នុងការប្រកួតខុសឆ្គងត្រង់ចំណុចណាសូមខណ្ឌថាជាផ្សាយនឹងជួយកែសម្រួលក្នុងការផ្សាយផងដែរបាទត្រឹមត្រូវរឹតបាទរស់គ្នាណាមួយអត់ចោះនោះទេបាទតែមានកំហុសមានអីចឹងណាបាទលឿនយឺតឬក៏ខុសអីតិចតួចបាទតែមានឱកាសរបស់កម្ពុជាអត់មានទេបាទគឺបណ្ដោយឲ្យបាល់ទៅដល់អ្នកចាំទីបាទចាប់បាល់បាទព្រោះថាបាញ់មិញថែមតែ1នាទីទេមក1នាទីបាទអញ្ចឹងគឺมันមានពេលច្រើនទេបាទសម្រាប់ប្រ៊ុយណេនៅក្នុងតង់ទី1នេះបាទបាល់បញ្ជូនមកឲ្យស្លាប់ស្ដាមបោះមកក្រោយវិញនិយាយរួមប្រ៊ុយណេត្រូវដូចជាប់អន្ទាក់បាទរបស់លោកគ្រូលីតេហ៊ុនអញ្ចឹងបាទគឺបោះទៅណាក៏អត់រួចដែរបាទនេះគឺយើងតង់ទី1យើងមិនដឹងថាតង់ទី2នឹងមានការប្រែប្រួលបែបម៉េចទេបាទជួនកាលទៅលោកម៉ៃវងគាត់តេស្តលេងសិនណាតេស្តលេងលេផ្លត់ដល់ 3-0 បញ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយលោកឡូពងហីបាទពងហីបានផ្លុំបញ្ចប់ការប្រកួតតង់ទី1បាទគឺច័ន្ទវឌ្ឍនាការនេះបាទអត់ទាន់រកបានទេប៉ុន្តែក៏ជាអ្នកបង្កើតឱកាសបានច្រើនដែរជាអ្នកបញ្ជូនឲ្យទៅមើលរឿងក្រុមជាអ្នករកគ្រាប់បានបញ្ចប់វគ្គទី1 45នាទីដំបូងគឺក្រុមប្រុយណេដែលរស់សន្លឹម0ក្រុមកម្ពុជា3បាទនេះអ្នករកបាន2គ្រាប់អរគុណបាទសម្រាប់ការតាមដានទស្សនានៅវគ្គ10នាទីនៅភូមិកីឡាដ្ឋានជាតិឱកាសតាមដំបូងគឺក្រុមប្រុយណេដែលរស់សន្លឹមដែលជាមានឱកាសសម្រាប់ត្រង់នេះជាការសុទ្ធរបស់កីឡាកររ៉ាស៊ិនសាប៉ុន្តែនៅច័ន្ទទីបាទអ៊ំសុរ៉ាត់ជួយសង្គ្រោះបានយ៉ាងល្អមែនទែនបាទសឹងតែគ្រាប់ដំបូងហើយក្នុងការប្រកួតនេះប៉ុន្តែអាចជួយបានពីអ្នកចាំទីក្នុងការប្រកួតរបស់កម្ពុជាគឺកីឡាករអ៊ំស្រីរតរ៉ាស៊ិនសាចំណុចត្រង់នេះគឺមានឱកាសដូចគ្នាពីក្រុមកម្ពុជាការសុទ្ធពីចម្ងាយមួយជើងហើយក៏ត្រង់ចំណុចនេះនាទីទី6ប្រាក់មេដំលើកមកល្អមែនទែនបាទគឺថាមិនមានឧបសគ្គក្នុងណាទេរាំងទេអ្នកចាំទីក៏មិនអាចជួយបានដែរចូលទីតែម្ដងបាទគឺកីឡាករប្រាក់មេដំនៅក្នុងនាទីទី6លើកបាល់ចេញពីជ្រុងបានយ៉ាងល្អបាទគ្រាប់គេហៅថា best of the best ក្នុងការប្រកួតមិនឆ្នាំ2016ការប្រកួតជម្រុះស៊ុយស៊ីកាប់ឆ្នាំ2016នេះសប្បាយចិត្តមែនតើស្ទាយសប្បាយចិត្តរបស់កីឡាករប្រាក់មេដំគឺប្រៀបដូចជាមួយនឹងកីឡាករ Cristiano Ronaldo របស់ក្រុម Real Madrid អញ្ចឹងដែរមួយទល់នឹង0ធ្វើឲ្យទស្សនិកជនរាប់ម៉ឺនអ្នកក្រុមរំលាក់ទឹកភ្លៀងសប្បាយចិត្តមិនស្ទើរទេគ្រាប់ទី2របស់ក្រុមកម្ពុជាក៏កាត់ឡើងភ្លាមផងដែរបន្ទាប់ពីការតែបញ្ចូលឲ្យពេនមួយជើងមកស្រួលនៅក្នុងប្រអប់គ្រោះថ្នាក់ដោយកីឡាករកៅសុភេងខ្សែបញ្ជូនរបស់ក្រុមភ្នំពេញក្រោនបានពីការបញ្ជូនរបស់កីឡាករច័ន្ទវឌ្ឍនាការតែចូលបន្តិចល្អមែនតែនចំណុចត្រង់នេះមួយជើងបាទពីរត់ចូលតែម្ដងបាទកៅសុភេងបាទធ្វើឲ្យគ្រប់ត្រូលសប្បាយចិត្តណាស់បាទមកគ្រាប់នេះជាគ្រាប់ទី2នៅមុខលើក្រុមប្រុយណេដែលរូសន្លឹមនៅក្នុងត្រឹមនាទីទី9ប៉ុណ្ណោះបានន័យថាចន្លោះ3នាទីបន្ទាប់គឺកម្ពុជារកគ្រាប់ទី2ធ្វើឲ្យគ្រូលីសប្បាយចិត្តបាទញញឹមបាទខ្លាចនេះហើយដោយច័ន្ទវឌ្ឍនាការក៏មានឱកាសផងដែរតែមិនអាចរកគ្រាប់បាននោះទេបន្ទាប់ពីអូសចូលកាប់មួយជើងស្ដាំនេះប៉ះដៃនៅចាំទីបន្តិចបាទពីកីឡាករយូស៊ុបបាទធ្វើឲ្យបាល់ខុសគោលដៅគឺមិនអាចចូលទីនៅទេក្នុងការស្វែងរកគ្រាប់ទី3បាទចំណុចត្រង់នេះបន្តគឺប្រាំនីដំក៏មានឱកាសបញ្ជូនហើយកីឡាករច័ន្ទវឌ្ឍនាការសុទ្ធទៅមកផុតទាំងអស់តែម្ដងនៅចាំទីក៏ផុតដែរដូចគ្នាចំណុចត្រង់នេះកោងទៅល្អមែនតើសវណ្ណខំស្ទុះទៅថែបាទស្ទុះទៅថែតែទៅមិនបានទេបាទផុតទៅហើយក៏មិនទៅណាឆ្ងាយទេបាទកម្ពុជាក៏រកគ្រាប់មកហៅថាគ្រាប់ទី3បាទបន្ទាប់កន្លែងនេះសិនពីការឆាបរបស់កីឡាករ Jaffrey បាទអូសទៅបាទដូចគ្នាមានឱកាសផងដែរប៉ុន្តែมันមានឱកាសក្នុងការរកគ្រាប់នោះទេបានត្រឹមតែអ្នកហើយមកចំណុចត្រង់នេះបាទប៊ីស្មាកន្លែងបាទតាមពីក្រោយបាទតាមពីក្រោយមកគ្រាប់វិញមិនស្មារតីសំទុកបាទចំណុច
ត្រង់នេះគឺច័ន្ទវឌ្ឍនាការសុទ្ធមួយជើងស្ដាំតែអ្នកចាំតិចអាចចាប់បានបាទមិនបញ្ហានោះទេបាទស្ដាយមែនទែនពីមិត្តរួមក្រុមហើយកននិតមិនជំនួយគ្រូវឹកបាទហើយចំណុចត្រង់នេះគឺឱកាសបន្តទៀតបាទរបស់សុកសវណ្ណតែមួយក្បាលប៉ុន្តែជួយបានហើយធ្វើបន្តទៀតបាទគឺកាន់តែសម្រុកកាន់តែច្រើនបាទប្រាក់មនីអាដាមជាតួអង្គដ៏សំខាន់ក្នុងការប្រកួតថ្ងៃនេះគេអាចសុទ្ធគ្រាប់ទី3នៅក្នុងការប្រកួតនិងជាគ្រាប់ទី2នៅក្នុងការប្រកួតថ្ងៃនេះនៅក្នុងនាទីទី43នៅចុងម៉ោងទី1ទៅហើយនេះបញ្ចប់ការប្រកួតគ្រាប់បាទជ្រុងមួយគ្រាប់និងបាទសុទ្ធនឹងចូលទីធម្មតាដូចគេលើឯងមួយគ្រាប់ដែរបាទលើទស្សនវិជ្ជាការប្រកួតបន្តទៀតកម្ពុជានៅតែបន្តគ្រប់គ្រងបាល់ដដែលបាទកន្លែងនេះបាទលេងខ្លីៗបាទជួលមកឲ្យដុល្លារអត់ទាន់បំផ្លាវឡើងលើទេបាទលេងខ្លីៗសិនសន្សំមួយបាទមកឲ្យសុកសវណ្ណបំផ្លាវមកឆ្វេងបាទអ្នកដែលចាំថែមនេះគឺអត់ឲ្យបាល់ដល់ដីអត់ឲ្យបាល់ដល់ទីលានទាន់ទេបាទច្រឹងពលរដ្ឋបាទកំពុងតែបញ្ចេញជាមួយកីឡាកររបស់ប្រ៊ុយណេដារ៉ូសាឡឹមបាទលេងមកក្រោមបន្តទៀតហើយកីឡាករខាងឆ្វេងនៅកំពុងរងចាំនេះសម្បឿនពីដោបាទតូឡាបញ្ជូនទៅស្ដាំសេវិសាបាទតូឡាបំផ្លងបាទអត់ឲ្យមកទាន់ទេកន្លែងនេះបាទតែទម្លាក់បាទចេញទៅហើយបាទពីកីឡាករប្រ៊ុយណេដារ៉ូសាឡឹមបាទជឿនបាទបាញ់នឹងបញ្ចេញជាមួយនឹងកីឡាកររបស់ប្រ៊ុយណេដារ៉ូសាឡឹមបាទ3-0បាទបើសិនជាអាចបាទលេងល្អដូចតង់ទី1បាទអត់មានអីប្រែប្រួលណាបាទអាចបន្ថែមគ្រាប់បាល់ទៀតបាទឥឡូវនេះបាល់កំពុងគ្រប់គ្រងបាល់ដល់កម្ពុជាដដែលជើងពលរដ្ឋបំផ្លោងមកឲ្យសម្បឿនពីដើអត់ទេបាទចោះមកឲ្យកីឡាករតូឡាបញ្ជូនទៅឲ្យបាទពងសម្លឹងសិនបាទលេងខ្លីៗបំផ្លោងមកចូលតំបន់កន្លែងនេះបាទចាំវឌ្ឍនាការដល់លើកទៅលើបាទមិនបានល្អបាទកំពុងគ្រប់គ្រងបាល់ខាងកម្ពុជាដែរបន្តិចទៅហើយកន្លែងនេះអាញាកដាអត់ពីនេះទេបាទយ៉ាងមិនឲ្យពងដេកជឿននេះឯងព្រោះនេះកំពុងតែបណ្ដើរបាល់យ៉ាងមិនចេះកន្លែងនេះទាញអាញាកដាពីនេះបាទបាល់មកឲ្យកម្ពុជាតបពីកំហុសរបស់ព្រោះនេះបាទមានបញ្ហាចាំវឌ្ឍនាការបាទយ៉ាងមិនចេះបាទបាញ់មិញចាំមើលរូបភាពយឺតៗណាបាទកីឡាករសំខាន់មួយរូបរបស់កម្ពុជាបាទកំពុងឲ្យឈឺហើយបាទឧត្តមកំពុងសម្លឹងមើលកំពុងឲ្យមើលមិត្តរូបក្រុមដែរបាទដេកដោកមុខចូលក្រោមកាប់មុខលោកលីកំពុងតែឈរយ៉ាងស្ងោស្ងាត់បាទបើសិនជាបាត់បង់វឌ្ឍនាការព្រោះថានៅអំឡុងខែវិច្ឆិកាថ្ងៃទី20ចាប់តាមការប្រកួតហើយវគ្គតែប្រត់បាទសិនជាបានឡើងណាបាទបើសិនជាបានឡើងនៅប្រភេទនេះយ៉ាងណាហើយសំខាន់ណាស់ការប្រកួតនៅទីនោះបាទដែលជាការប្រកួតនៅក្នុងពួលបាទកន្លែងនេះហើយដែលយើងអាចយល់ថាពេលខ្លះលោកលីគាត់ពិបាកសម្រាប់ចិត្តក្នុងការដាក់កីឡាករណាបាទទស្សនារូបភាពបាទពីក្រោយទី3នាក់អូហូ3នាក់ព្រឹត្តបាទប្រជែងជាមួយនឹងវឌ្ឍនាការបាទទស្សនាជាថ្មីកែងបាទរុញមកអូយបាទគៀបតែម្ដងបាទគៀបដូចទឹកអំពៅអញ្ចឹងប៉ុន្តែអត់អីចៃដនវឌ្ឍនាការមិនមែនអំពៅបាទឥឡូវនេះអត់អីទេបញ្ជាក់បន្ថែមបាទកន្លែងនេះឲ្យពេលខ្លះលោកលីគាត់សម្រេចចិត្តមិនដាក់ទាំងអស់ហ្នឹងដោយសារខ្លាចអញ្ចឹងបាទពិសេសគឺការប្រកួតសំខាន់បាទมันអាចជាទៅដាក់បានទេបាទលើទស្សនាការប្រកួតបន្តទៀតបាល់ទី2របស់កម្ពុជារបស់យើងបន្តការប្រកួត48នាទីសម្រាប់ការប្រកួតបាទជាប់ខាងប្រួយនេះកំពុងតែព្យាយាមតាមពីក្រោយល្អមែនតើបាទវល់មកជុំអាឌីសាត1-2បញ្ជូនទៅឲ្យបាទកីឡាករមិត្តរួមក្រុមរបស់ខ្លួនមិនដល់ទេបាទរ៉ាស៊ុនសាតផ្លាត់មកក្រោយអាកាំងបន្តដួលអត់បាញ់អត់ទេអញ្ញាកណាផ្លុំម្ចាស់ពីនៃហើយពីនៃខាងក្រុមប្រួយនេះដល់ដូសាឡឹមកីឡាករលេខ22រ៉ាស៊ុនសាតមិញព្យាយាមបង្ខានបាទនៅកីឡាដ្ឋានជាតិហ្នឹងក៏នៅតែបន្តរលឹមសិចនៅឡើយទេបាទមិនបន្ថយសោះតែម្ដងថ្ងៃនេះភ្លៀងមែនតើបាទភ្លៀងក៏ជាឱកាសរបស់កម្ពុជាដែរបាទក្នុងទឹកដីយល់ចិត្តច្រើនបាទក្នុងនោះដែរយើងឃើញសម្រាប់ខេត្តមួយចំនួនរបស់កម្ពុជាយើងណាក៏រងចំនួនទឹកភ្លៀងដែរបាទអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋបាទគឺឲ្យការរហូតស្អាតពិសាស្អាតពិសេសជាអនាម័យណាបាទឱកាសរបស់កម្ពុជាលើកបាល់ព្រីបាញ់មិញឥឡូវកំពុងចូលជើងកម្ពុជារបស់យើងបន្តទៀតហើយចោះចូលបានល្អបាទសូមបញ្ជាក់បងដែរថា BTV ក៏មានការផ្សាយផ្ទាល់តាម Facebook ផ្លូវការរបស់ខ្លួនផងដែរ BTV Cambodia តម្លៃ
Facebook ផ្លូវការរបស់សម្ដេចព្រះមហាសេនាបតីរាជហ៊ុនសែនបានជួបរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ផ្សាយផ្ទាល់ដែរបាទហើយក្នុងនោះបាទសម្ដេចក៏បានជូនពរកីឡាករបាល់ទាត់លើជាតិកម្ពុជាក្នុងការប្រកួតជាមួយប្រ៊ុយណេរ៉ូសាឡឹមហើយសូមបញ្ជាក់ផងដែរថាគឺពេលកីឡាករកម្ពុជាឈ្នះប្រ៊ុយណេឈ្នះទីម៉ូសម្ដេចនាយករដ្ឋមន្ត្រីនឹងឧបត្ថម្ភដល់ក្រុមកីឡាករកម្ពុជា$50,000សហរដ្ឋអាមេរិកបាទឥឡូវឱកាសរបស់កម្ពុជាបន្តនៅក្នុងវគ្គទី2ដើមតង់ប្រាក់ច័ន្ទវឌ្ឍនាការលើកមកហើយចូលប៊ីនឹងចូលទៅហើយម្ដងនេះបាទអ្នកចាំទីជូសុបបាល់ចេញក៏បីចូលដូចប្រាក់មនីអាដាមអញ្ចឹងបាទអូហូយបាទមកយ៉ាងម៉េចចេះថ្ងៃនេះអ្នកទាត់បាល់ជ្រុងចង់ទៅចូលបាទប្រាក់មនីអាដាមបាទ2បាល់ជ្រុងចូលមួយអត់ចូលមួយបាទវឌ្ឍនាការមិនក៏ស្តៀងគ្នាទៀតអត់ចូលមួយនឹង2តែចូលដែរហ្នឹងបាទអ្នកចាំទីមិនដូចអញ្ចឹងគាត់ទៅបាល់បែបអញ្ចឹងឥឡូវបន្តទៀតសិនបន្តទៅណាឆ្ងាយពីបាល់ជ្រុងនោះទេចាន់វឌ្ឍនាការបាទកីឡាករដ៏ល្អបាទគេហៅកីឡាករ key player ហើយបាទអាចបោះអាដាមទេបាទលើកមកហើយលើកខ្លីតិចទេអត់ទេលើកនេះចាញ់ទៅក្រៅទៅហើយអូហូយបាទជាមួយរូបភាពឡើងវិញបាទការលើកបាល់ដំបង3មិញនេះនៅដើមតង់ទី2បាទចាន់វឌ្ឍនាការល្អមែនតើបាទកីឡាករនេះបាទដែលលោកលីហើយបាទយ៉ាងនេះបន្តិចជាច្រើនថាកីឡាករនេះគឺគាត់តែកម្លាំងមកបានណាលេខ90នាទីតែលោកមិនមែនថាអញ្ចឹងទេដោយសារតែគាត់ចង់ទុកកីឡាករមួយរូបនេះគឺក្លុកចុងម៉ោងនៅក្នុងការប្រកួតនីមួយៗបាទគេហៅថាកំបិតស្នៀតរបស់គាត់បាទស្នៀតចុងក្រោយបាទបន្តការប្រកួតទៀតទស្សនិកជនយ៉ាងច្រើនមកកំពុងតែមានវត្តមាននៅភូមិកីឡដ្ឋានជាតិហើយក៏មានការថាទស្សនានោះគឺដោយមានអាវភ្លៀងមានឆ័ត្រមានរបស់ផ្សេងដើម្បីរៀបរៀងអីយ៉ាងមិនហើយចង់ប៉ះគ្នាលេខ13មិញរុញវឌ្ឍនាការមុននេះឃើញណាមិញនេះមកជំរឿយ៉ាងកីឡាជួយសម្បូរសម្បួរបាទមិញបាទកីឡាករលេខ13បាទមកថាខាមីសបាទអីដូចជាបាទព្រោះថាសិតធ្លាប់ជួបគ្នាច្រើនដងដែរហើយនៅក្នុងការគូតំបន់ណាបាទតែថាព្រឹកនេះការគូអ៊ុយ19បានចូលរួមទេបាទដោយឡែកឡើយពីមកយើងឃើញកីឡាករមួយចំនួនដែលមាននៅក្នុងអ៊ុយ19ការលេងនៅវៀតណាមហ្នឹងគឺមានប្រកួតបាទវាជាច្រើនមែនតើបាទផ្សេងឡើយហើយទីមកឡែស្តេហ្នឹងឯងបាទឥឡូវបន្តទៀតក្រុមប្រ៊ុយណេកំពុងតែព្យាយាមដើម្បីបំបាយពំមាត់របស់ខ្លួនបាទចាស់ free 1-2ឲ្យទៅរ៉ាសិនសាទសម្លឹងបន្តរ៉ាសិនសាទជិះលោមួយរុញបន្តញើមួយល្អណាស់មកក្រោយវិសិនហើយកម្ពុជាក៏បានចុះទៅការពារច្រើនលើកចូលដល់អ្នកចាំទីអ៊ុំក្រេរ៉ាត់មិនមានបញ្ហានោះទេបាទអរគុណផងដែរដល់ដៃគូសហការការផ្សាយផ្ទាល់បាទគឺអរគុណដល់ Smart ចង់បានអត់កំណត់ទេ Power Plus 2ដល់ជូនអ៊ីនធឺណិត 10G ក្នុងមួយខែព្រមទាំងអត្ថប្រយោជន៍អត់កំណត់ទៅច្រើនទៀតចុចផ្កាយ700ផ្កាយ200ទ្រង់ជ្រូកឥឡូវនេះអរគុណដល់ឃ្លៀបរ៉ងបង្កើតឡើងសម្រាប់បរោះជាមួយនឹង Bio Nutrient 10គ្មានអង្គគ្មានជាប្រេងស្រស់ស្រាយទ្វេដងបាទហើយសូមជម្រាបជូនផងដែរកុំភ្លេចថ្ងៃទី28ការប្រកួតកីឡាជាតិឬក៏ National Game នឹងបើកជាផ្លូវការបាទហើយពិតជាអស្ចារ្យសម្រាប់វិធីបើកវិធីផ្សាយផ្ទាល់ទាំងបើកទាំងការប្រកួតប្រចាំថ្ងៃនិងទាំងវិធីបិទបាល់គប់ទូរបស់កម្ពុជាធ្វើឡើងដោយជឿនជឿនបាទកំពុងជាប់ជឿនជាមួយកីឡាករជើងពលរដ្ឋបាទសេរីណាកំពុងបញ្ជូនបាល់យយប៉ាតិកិច្ចគ្នាកន្លែងនេះបាទគឺថាមានការប្រែប្រួលខ្លះហើយសម្រាប់ព្រឹកនេះបាទគឺបុកប្រមាណនាទីនេះអត់ទាន់ចុះទេសម្រាប់កម្ពុជារបស់យើងបាទទោះបីមានឱកាសគេហៅថាខ្លះតែឲ្យមករួមក្រុមកន្លែងនេះបញ្ជូនមកក្រោយឲ្យពលរដ្ឋលេងខ្លីបាល់ទាត់ចេញបាទមានបញ្ហាបន្តិចបាទមានកីឡាកររបួសឬយ៉ាងណាបាទប៉ះគ្នាទៀតយ៉ាងម៉េចកីឡាករលេខ13ហើយលេខ11បាទនៅតែបកាយគ្នាដដែលហើយកន្លែងនេះអីកែងគេថាឲ្យកែងយ៉ាងម៉េចទៅចង់យំអត់ទេថាអត់អីទេបាទវឌ្ឍនាការមកអោបបាទព្រោះថាកីឡាអញ្ចឹងបាទគឺកីឡានាំមកនៅមិត្តភាពសន្តិភាពកីឡាជាទូតនៃសន្តិភាពបាទធ្វើត្បិតតែក្តៅកគុកកំឡុងការប្រកួតប៉ុន្តែក្រោយការប្រកួតចប់ចាប់ដៃអោបគ្នាអញ្ចឹងទៅបាទនេះហើយជាអត្ថន័យបាទនៃអត្ថន័យពិតនៃកីឡាគ្រប់ប្រទេសទាំងអស់បាទទស្សនាការប្រកួតបន្តទៀតបាទស្ថានភាពគ្រប់គ្រងរបស់ប្រ៊ុយណេរ៉ូសាឡឹមបាទគឺទាត់បាល់ fair play ឲ្យអ្នកចាំទីកម្ពុជារបស់យើងបាទលេងខ្លីមកក្រោមវិញសម្រាប់ជ្រឹងពលរដ្ឋឲ្យនប់ដុល្លារបញ្ជូនមកឲ្យជ្រឹងពលរដ្ឋបាទពលរដ្ឋបាទអុសទៅតែម្នាក់ឯងកាត់ចូលកណ្ដាលច័ន្ទវឌ្ឍនាការមិនគ្រប់គ្រងយូរទេឲ្យទឹកឌីណាប្រាប់នាដំគ្រប់គ្រងបាល់កន្លែងនេះដួលបាត់ទៅអត់រត់អត់បានល្អច័ន្ទវឌ្ឍនាការបាទប៊ីមានឱកាសបន្តទៀតបាទអ្នកចាំទីបំផ្លោងចេញបាទកុំអីមានបញ្ហាបាល់លឿនពីជឿនបាទយ៉ាងម៉េចចេះ
bà cục rong đòi cam chia bao nhiêu ấp trên thế trên bà ta hai bài số một chuyện mấy ca của cô National Game phải chỉ nhận ra khăn pi cho mà đòn chẳng pi pon đọc mối pi pon đọc bấy pi pon mà thấy pi pon mà thấy pi pon thấy bấy si game đòn đòn và program của nó tiềnสำหรับทีมทุกซ้อมซีเกมมีความถึงใบในไอ้บ่ายให้มีบ้าตัวบอลในรีเทียนบ่ายน้องได้บ่ายมีปัญหาบูเลตีเลียนแต่สำหรับคุยในดารุสลัมป่าถึงกี่เนี่ยติ๊กบ่ายจานวัฒนาการได้จะพูดแต่มันดังแบบไอ้ดิป่าตัวสนารูปเพียบการไปเจอเนี่ยโอ้ยบ่ายสไลด์ตะลือจานวัฒนาการมีปัญหาคนไอ้bà lấy mà cái bà sập rồi này bà trang vật na cá nơi tay bằng to đạn sầm pít từ khu vực rồi này bà bằng plong ba một cái này ní bằng plong một ba là ot bà tranh ba hai bài rồi chung phong đại tha nơi ngày thì đọc pram khai về cá nó khôngมีการคุยชมรมบาตัวผมโลกได้bà trong ngày trong trời thì bồn bà trang vật na cá cá lưng ba hai bàเขาเองเจបាញ់មិញបាទ55នាទីលទ្ធផលកម្ពុជា3ក្រុមប្រុយនេះដែលដូចសន្លឹម0បាទ3ពិន្ទុរបស់កម្ពុជាគឺកាន់តែច្បាស់បន្តិចទៅហើយបាទបើសិនជាបាន3គ្រាប់នេះពិតមែនគឺក្នុងនោះគឺកម្ពុជានឹងមានចំណេញបាក់ដល់ទៅ4គ្រាប់បាទខណៈដែលប្រុយនេះបាត់បង់ហើយក៏ជំពាក់2គ្រាប់ទៀតឥឡូវឱកាសបន្តរបស់ក្រុមប្រុយនេះក្នុងការទៀមពីតាមពីក្រោយកាត់ចូលមកប៉ះនឹងខ្សែការពារចេញក្រៅប៉ះនឹងសុកសវណ្ណចេញក្រៅបោះបាល់ជ្រុងរបស់ក្រុមប្រុយនេះបាទពីការបញ្ជូនមិញបាទពីកីឡាករពាក់ស្លាកលេខ12កីឡាករដែលមានឈ្មោះថាហ៊ីលមីកាស្មីបាទតតជ្រុងបាទកីឡាករចាហ្វ្រីបាទជាកីឡាករឆ្នើមមួយរូបរបស់ក្រុមប្រុយនេះនឹងជាឆ្នើមតែគេកត់សម្គាល់ថាជាកីឡាករដែលលេងនៅក្លឹបលីកអាជីពរបស់អង់គ្លេសដល់លីកកំពូលតែម្ដងអ៊ំស្រីរត់ត្រៀមបោះបាល់ជ្រុងរបស់ក្រុមប្រុយនេះចំណុចត្រង់នេះនាទី56កោងមកហើយតែមិនផុតពីខ្សែការពារកម្ពុជានោះទេនៅតំបល់ទូដដែលចាហ្វ្រីរបូតបាល់ប្រាក់មនីអាដាមវាបោវិញប្រាក់មនីអាដាមវាយកាត់ចូលឲ្យចន្ទវឌ្ឍនាការតែធ្លាក់ដល់ខ្សែការពារវឌ្ឍនាការក៏ដេញតាមដែរមិនបណ្ដោយលេងស្រួលទេការសពេងក៏ដេញតាមដែរដេញតាមញាក់1ញាក់2ប្រយ័ត្នខូចបាល់អត់អីទេជូនមកជាប់មកកម្ពុជាកម្មបន្តនៅតុលាទម្លាក់ឲ្យសឿវិសាលរុញឲ្យមកសុភេងបានមកគ្រាប់ដែរនៅក្នុងនាទីទី9 1-2ជាមួយនឹងច័ន្ទវឌ្ឍនាការរុញឲ្យលឿនពេកបាទឈឿនយកមិនតាន់ទេចេញទៅក្រៅទៅហើយបាទគុកទូបាទឈឿននេះហើយជាអ្នកសុទ្ធគ្រាប់ជ័យជំនះឲ្យកម្ពុជាពេលជួបជាមួយនឹងក្រុមឡើងដល់លំបាកការប្រកួតដ៏សំខាន់នោះគឺធ្វើបានដោយកីឡាករឈឿននេះឯងហើយបន្តបញ្ជូនមកស្លាប់ឆ្វេងម្ដងរបស់ក្រុមប្រុយនេះបញ្ជូនបាទទៅឲ្យបាទកីឡាករយូណូហ្វមកក្រោយវិញបាទកំពុងតែព្យាយាមបំបាយក្បួនរបស់លោកគ្រូលីហើយបាទខាងប្រុយនេះព្រោះថាប្រព័ន្ធការពារបម្រើគឺចុះមកជួយគ្នាយ៉ាងសកម្មអញ្ចឹងការប្រយុទ្ធពិបាកបន្តិចកីឡាករខុនឡាបូរវីកំពុងតែត្រៀមបដូរចូលហើយ1-2ល្អមែនតើចំណុចត្រង់នេះទៅហើយកីឡាករហាសានកាត់ចូលមកសុកសវណ្ណលោកជើងបានបន្តិចឥឡូវចាស់ហ្វីដេញតាមយកបាល់បានបណ្ដោយបាល់ចេញឬយ៉ាងណាអត់តាន់ចេញទេនៅជ្រុងនៅឡើយទេទាញ1ទាញ2ហាស្មាកីឡាករចាស់ហ្វីដូចមកក្រោយអមែនតើការសរុបវិញប្រវត្តិសិនសាទទៅហើយអូសម្រាប់នេះខូចបាល់ខ្លួនឯងតែម្ដងអត់តាន់ចេញទេកីឡាករគុនឡាបូរវីក៏ត្រៀមនឹងបដូរមិនតាន់បានដែរចានវឌ្ឍនាការអូសឡើងលឿនមែនតើវឌ្ឍនាការ1ទៅ1លឿនរបស់គេគឺសុំប្រសាតែម្ដងបាទចង់ច្រឡោតបាទឥឡូវស្លាយចេញទៅក្រៅទៅហើយបាទកីឡាករបាទហានីហ្វឥឡូវមានការផ្លាស់ប្ដូរចូលចាន់វឌ្ឍនាការចេញតែម្ដងហើយគុនឡាបូរវីតាមជាមិត្តរួមក្រុមរបស់ខ្លួននៅក្នុងបឹងកេតអង្គរបដូរចេញបាទគឺទុកកម្លាំងសំខាន់ត្រឹមត្រូវបាទ super substitute ចូលហើយបាទកីឡាករដែលអ្នកបំរុងដ៏មានសក្តានុពលអស្ចារ្យបាទតែមើលតើគេអាចបង្កើតឱកាសបានដោយចាន់វឌ្ឍនាការដែរទេបាទអញ្ចឹងគឺមានការដោះដូរម្នាក់ដូចគ្នាហើយបាទសម្រាប់ក្រុមទាំងពីរបាទលោកម៉ៃវងគឺដោះដូរនៅចុងតង់ទី1តំណែងឲ្យលោកលីគឺដោះដូរនៅដើមអាចថាដើមតង់ទី2ចុះបាទគូឡាបូរវីកីឡាករជើងចាស់អ្វី28ឆ្នាំបាទចូលហើយបាទចាំមើលថាមានឱកាសអីកើតឡើងបន្តទៀតបាទសម្រាប់កីឡាកររូបនេះ
ទស្សនាការប្រកួតបាល់របស់ទូតរបស់កម្ពុជាបាទបូរវីចូលភ្លាមបានបាល់ព្រាបាទតែ1 2បាទកន្លែងនេះពីសុភេងបញ្ជូនមកឲ្យបញ្ជូនមកបានល្អជាប់ជើងប្រួយណេតដារ៉ូសាឡឹមដដែលបាទរត់ឆក់បាល់ល្អមែនទែនកន្លែងនេះពីកម្ពុជាតែធ្វើមិនបានល្អបាទទឹកឌីណារត់តាំងពីវិនាទីដំបូងរហូតមកដល់ពេលនេះនៅអត់ទាន់ហត់ទៀតបាទដូចខ្ញុំថាទឹកឌីណាក៏ជាកីឡាករលេចធ្លោមួយល្អដែរបាទពិសេសគឺកន្លុកបាទតំបន់កណ្ដាលឡើងទៅដល់លើបាទបាល់ជ្រុងបាទរបស់កម្ពុជារបស់យើងឱកាសជាថ្មីបន្តទៀតបាទរបស់កម្ពុជាកន្លែងនេះប្រាក់នេះដល់ដើរមួយសិនបាទអត់ទាន់តក់កហល់ពេកទេព្រោះ 3-0 ទៅហើយហ្នឹងបាទលើកន្លែងនេះអាចល្អដោយការលើកគ្រាប់បាល់ដំបូងទេបាទអាចដកបានមួយគ្រាប់ទៀត4គ្រាប់បាទចូលថប់ក៏ដល់សិនបាទលើកបាល់ជ្រុងឡើងពីកម្ពុជាតែទម្លាក់មួយបាទកន្លែងនេះมันបានល្អពីសុកសវណ្ណបាទសុកសវណ្ណសុដៃឯក្បាលខ្លួនឯងបាទ2 3ដងដែរហើយបាទសុកសវណ្ណជាយាមឡើងមកជួយនេះគឺការតែនរបស់គេ2ដងហើយបាទចំណុចត្រង់នេះគឺអ្នកគ្រប់គ្រងរបស់យើងហ្នឹងគឺអាវភ្លៀងទាំងអស់បាទធ្វើយ៉ាងម៉េចដើម្បីតែបានចូលគ្រប់គ្រងគឺมันខ្លាចទេបាទគឺហៅថាចំណាយពេលវេលាចំណាយទាំងថវិកាចំណាយទាំងហៅថាសុខភាពតិចតួចដើម្បីគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជាបាទអញ្ចឹងបងប្អូនទៅផ្ទះមកត្រឡប់ទៅផ្ទះឋានវិញគឺកាត់ប្រយ៉ែងហើយកុំពិសាគ្រឿងសង្វឹងអីសម្រាប់មួយថ្ងៃទៅបាទហើយសូមបញ្ជាក់ថាធ្វើម៉េចគឺជាអ្នកគ្រប់គ្រងដ៏ល្អណាបាទកុំបង្កបញ្ហាបង្កអីព្រោះថាប្រទេសមកចំនួននោះអត់ដែលបានចង់លេងក្នុងដីខ្លួនឯងក៏អត់បានដែរពីការអ្នកគ្រប់គ្រងបង្កអំពើហិង្សាគេបញ្ឈរគេពិន័យទៅលេងក្រៅស្រុកបាទអញ្ចឹងគឺហើយយូរឆ្នាំពិន័យជាប្រាក់ទៀតមិនមែនធម្មតាទេណាបាទទស្សនាការប្រកួតបន្តទៀតបាទបាល់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាបាទសុកភេងលើកទៅមិនបានល្អទេព្រោះថាលើព្រុយនេះចាប់ដើមពង្រាយគេហៅថាស្រះឡើងវិញហើយបាទដើម្បីទប់ជាមួយនឹងបច្ចេកទេសរបស់គ្រូលីបាទឃើញថាទៅណាក៏លែងសូវផុតពីជើងរបស់ព្រុយនេះដែរបាទបាល់ជាប់ជើងរបស់កីឡាករ Fight Jeffrey Bogier បញ្ជូនមកកណ្ដាលបំផ្លងមកកីឡាករលេខ12បាទកីឡាករ Kasmis បញ្ជូនចូលកណ្ដាលបន្តទៀតលេងខ្លីៗល្អណាស់សម្រាប់ព្រុយនេះកន្លែងនេះបាទប៉ុន្តែបញ្ជូនគ្រប់គ្រងបាល់នោះបានថាខ្លីៗទេបាទអត់បានរយៈពេលយូរប្រហែលទេបាទបាល់ជាប់ជើងបាល់ចេញបាទបដ ாய் ចេញអត់ចេញទេរត់បានលឿនណាស់បាទសម្រាប់កីឡាករលេខ15ដែលដូរចូលបាទគឺអត់អាចទៅផុតដៃព្រោះហៅថាសេរីរត់ទេបាទកម្ពុជាបន្តគ្រប់គ្រងបាល់ដដែលបាទលទ្ធផលនេះគឺកំពុងតែមកមានយើងហើយសម្រាប់ក្រុមព្រុយនេះព្រោះថាចង់បានគ្រាប់3ប៉ុនមន់លុកទីមិនបានពី5នេះដល់បាទឆ្កោះពីក្រោយមិញបាទឧត្តមវិញចង់ខឹងបន្តិចដោយសារគេហៅថាបញ្ចេញខ្លាំងពេកបាទធ្វើឲ្យមានកំហឹងចេញតិចតួចបណ្ដាអត់អីទេលើបន្តទៀតក្រុមព្រុយនេះបាទបង្កើតសន្ទុះរបស់ខ្លួនដួលខ្លួនឯងអត់ពីនៃទេសម្រាប់ត្រង់នេះខមមិនពីនៃដែរបាទការលុកយកបាល់បានរបស់ត្រឹងពលរដ្ឋមិញបាទពលរដ្ឋឌីណាលេងស៊ីគ្នាតែម្ដងបាទការចង្វាក់លេងគឺល្អមែនតើហើយបញ្ជូនមកកីឡាករបឿនពីដោញាក់មួយចុចបន្តិចឲ្យទៅខុនឡាបូរវីមិនដល់បាទជាប់រ៉ាសិនសាទបាទជាខ្សែប្រយុទ្ធរបស់ក្រុមបរូណេដែលឌូសាឡឹមបាទបញ្ជូនមកស្ដាប់ឆ្វេងបន្តឲ្យទៅបន្តមកដុំក្រុមរបស់ខ្លួន Jeffrey មួយជាមួយឈឿនJeffrey ប្រើបច្ចេកទេសអូទៅបន្តលឿនមែនតើរបស់គេនេះបាទមានក៏បានដែរ Jeffrey ឈឿនអាចទុកបានទេទៅញាក់មិនផុតពីឈឿនទេបាទវាធំមែនប៉ុន្តែទៅមិនរួចជាមួយនឹងឈឿនរបស់យើងនោះទេឥឡូវដាច់មួយជើងបញ្ជូនទៅបន្តឲ្យទៅខុនឡាបូរវីតែតម្លាក់មកក្រោយអស់មានហើយបាទគឺកំពុងតែដាក់ការពារវិញហើយសម្រាប់ក្រុមកម្ពុជាព្រោះថាឃើញថាសកម្មភាពនេះគឺក្រុមព្រីណេកំពុងតែបង្កើនសន្ទុះខ្លាំងមែនតើខ្លាចនឹងគ្រោះថ្នាក់ដែរបើសិនជារបូត2គ្រាប់គឺការតែគ្រោះថ្នាក់ហើយអញ្ចឹងគឺបិទឲ្យចិត្តតែម្ដងហើយលទ្ធផលនេះក៏អាចរក្សាបាន3ពិន្ទុដែរបាទមិនពិបាកទេបើសិនជាអាចរក្សាប៉ុណ្ណេះព្រោះថាឡាក៏ត្រូវការឈ្នះដែរច្រើនដែរបាទទើបអាចមានសង្ឃឹមច្រើនតែដូចពិបាកណាស់សម្រាប់ក្រុមឡាវការប្រកួតទី3របស់ខ្លួនលើបន្ត1 2ឱកាសចំណុចត្រង់នេះទៅអ្នកចាំទីបញ្ហានោះទេបាទអរគុណផងដែរដល់ដៃគូសហការការផ្សាយផ្ទាល់អរគុណដល់ Smart ចាំបាត់អត់កំណត់ទេ Power Plus Speed ដល់ជូតអ៊ីនធឺណិត 10GB ក្នុងមួយខែព្រមទាំងអត្ថប្រយោជន៍អត់កំណត់ជាច្រើនទៀតចុចផ្កាយ700ផ្កាយ200ទ្រូងជ្រុកឥឡូវនេះអរគុណដល់ Clear បរោះបង្កើតឡើងសម្រាប់បរោះជាមួយបាយអូនដូចត្រៀម10គ្មានអង្កែគ្មានជាតិប្រេងស្រស់ស្រាយទ្វេដងបន្តទៀតកំពុងតែគ្រប់គ្រងបន្តមកវគ្គទី2នេះគឺជា
ជាង50%ហើយដោយក្រុមប្រុយណេកំពុងគ្រប់គ្រងបាល់ហើយចាស់ឈូយកបាល់មកតែមិនពីណេដោយសារតែបាល់ចំណេញឲ្យឌីសាតជូនបន្តទៀតដេញតាមគៀងបន្តិចទាញអត់អីទេយ៉ាងម៉េចហើយយ៉ាងពីណេទេអត់ទេលុបតឡាយកបាល់បានបញ្ជូនបន្តបាទគឺឌីណាទ្រូឲ្យទៅហើយលឿនណាស់បាទគូនឡាបូរវីមិនតន់ទេបានលឿនពេកបាទគូនឡាបូរវីក៏ប្រើល្បឿនដែរប៉ុន្តែទៅមិនតន់ទេបាល់លឿនពេកបាទចេញទៅក្រៅស្ដាយបាទគូនឡាបូរវីសម្រាប់ការប្រកួតបាទជាមួយនឹងឡាវនេះក៏គេដោះចូលនៅក្នុងវគ្គទី2ដែរហើយក៏មានឱកាសសុទ្ធច្រើនជើងដែរប៉ុន្តែមិនសម្រាប់បរិស័ទសម្រាប់គូនឡាបូរវីអ្វីនៅខាងក្រៅមិញគឺសុយទីជាមួយនឹងសុធិរតបាទអត់បានលេងទេបាទប៉ុន្តែក៏ជាកត្តាមួយនៅក្នុងក្រុមបាទធ្វើឲ្យបានជ័យជំនះដែរបាទមិនបានលេង11នាក់យ៉ាងណាក្តីព្រោះថាក៏ជាកីឡាករក្នុងក្រុមវឹកហាត់ជាមួយគ្នាហើយបង្កើនបច្ចេកទេសជាមួយគ្នាផងដែរឥឡូវបន្តវិបត្តិរបស់ក្រុមកម្ពុជាជ្រឹងពលរដ្ឋវិលមកជុំបាទបញ្ជូនឲ្យសឿវិសាលបាទពីដោជាស្លាយទម្លាក់ឲ្យល្អមែនតើក្បួនបាទគុនឡាបូរវីដល់កីឡាករនៅចាំទីយូសូហ្វទៅហើយបាទយើងឃើញថាមកដល់ពេលនេះគឺខាងប្រ៊ុយណេចាប់ដើមរីបរយគឺមានន័យថាហាក់ដូចពង្រឹងក្បួនថ្មីបាទដែលដើម្បីទប់ទល់ជាមួយនឹងការវាសម្រុកដ៏ខ្លាំងរបស់កម្ពុជារបស់យើងបាទហើយបាល់ទាត់ចេញមានការដោះដូរបាទសម្រាប់ប្រ៊ុយណេដារ៉ូសាឡឹមកីឡាករលេខ10បាទគឺដូរចូលហើយបាទសម្រាប់ប្រ៊ុយណេដារ៉ូសាឡឹមបាទខ្សែប្រយុទ្ធអាលីរ៉ាម៉ាន់បាទកីឡាករអាស៊ីស៊ីបាទជំនួសកីឡាករលេខ20បាទអញ្ចឹងគឺមានការដោះដូរបាទកីឡាករពីនេះ2នាក់ហើយបាទសម្រាប់ការប្រកួតនេះបាទអាស៊ីស៊ីអាលីរ៉ាម៉ាន់បាល់បោះទូរបស់កម្ពុជាបាទកីឡាករសៃវិសាលបាទជាអ្នកបោះបាល់ទូអត់ទាន់ផុតពីការគ្រប់គ្រងបាល់របស់ប្រ៊ុយណេដារ៉ូសាឡឹមបាទយ៉ាងម៉េចបញ្ជូនមកឲ្យសើវិសាបញ្ជូនមកឲ្យសូវ៉ាន់ចោះមកកណ្ដាលឲ្យឌីណាមកឲ្យឈិនជឿនកំពុងតែអស់ទៅតែឯងបញ្ជូនចូលក្នុងប៉ះជាមួយនឹងខូនឡាបូរ៉ាវីបាទឌីណានៅតែគ្រប់គ្រងបាល់បន្តទៀតឱកាសរបស់កម្ពុជាជាថ្មីខូនឡាបូរ៉ាវីកំពុងតែអុកបាល់បញ្ជូនមកមានការរំខានបាល់ចេញបាច់ទៅហើយបាទអញ្ចឹងគឺឃើញថាការលេងគឺមានការស៊ីចង្វាក់គ្នាឥឡូវលោកលីទេហ៊ួនចាប់ដើមឡើងមកបញ្ជាបាទចង្អុលកន្លែងគេថាចន្លោះប្រហោងបាទមានការរៀបចំជាថ្មីលោកអង្គរញនិតឈរចាំបកប្រែឲ្យកូនក្រុមបាទលោកអង្គរញនិតនេះក៏អតីតកីឡាករឆ្នើមដែរពីមុនគាត់លេងឲ្យក្លឹបខេមរ៉ាកីឡាណាបាទកីឡាករឆ្នើមដែរធ្លាប់ជាគ្រូបង្វឹកបាទច្រើនក្រុមដែរបាទចុងក្រោយនេះគឺគាត់ដឹកនាំអគ្គសង្ការដ្ឋាននគរបាលជាតិបាទហើយក៏ឱកាសរបស់កម្ពុជាតែទម្លាក់មួយពីសុកសវណ្ណបាទទៅមិនផុតទេសុកសវណ្ណមានឱកាសច្រើនមែនទែនបាទច្រើនគាត់ពិសេសតែឆ្មក់ឡើងមកលើហើយទៅអត់ផុតពីដៃអ្នកចាំទីបាទយ៉ាស៊ូសបាទព្រោះនៅលើស្លឹមគ្រប់ក្រុមបាល់បន្តទៀតលេងស្លាប់ឆ្វេងបញ្ជូនមកលឿនអូយដួលបាត់ទៅហើយសម្រាប់កីឡាករ Fight Jeffrey តូឡាបញ្ជូនមកឲ្យអ្នកចាំទីអ៊ុំសេរីរតបោះចូលកណ្ដាលមកឲ្យជ្រឹងពលរត់វិញបាទរត់ដូចគ្នាសុកសវណ្ណបញ្ជូនខ្លីៗមកឲ្យសុកភេងបាទសុកភេងកំពុងសម្លឹងបាទប្រថាមានពលរដ្ឋដែរបាទឱកាសយ៉ាងម៉េចបញ្ជូនបាល់ល្អគ្រប់គ្រងបាល់ល្អរបស់ពលរដ្ឋបាទឥឡូវនេះប្រ៊ុយណេកំពុងតែបណ្ដើរបាល់អាសាស៊ីកំពុងតែញាក់1-2 ទើបដូរចូលកម្លាំងថ្មីបាទកំពុងសម្លឹងរកផែងមួយបាទកោះជាមួយនឹងកែងជើងរបស់ខ្លួនមួយបាទមិនបានល្អអាស៊ីបាទស្រែកមួយសិនហើយអត់យកចិត្តគ្នាវិសាលបោះបាល់ទុសបាទខាងកម្ពុជារបស់យើងបាទលេងមួយសិនបាទអត់ទាន់បញ្ញាប់ទេបាទលោកម៉ៃវងកំពុងអង្គុយបិទមាត់ហើយបាទមិនដឹងថាគាត់អន់ចិត្តយ៉ាងម៉េចឬយ៉ាងម៉េចយើងអត់ដឹងបាទតែទម្លាក់ចេញបាទនៅក្រោមការគ្រប់គ្រងរបស់ពលរដ្ឋដដែលបញ្ជូនចូលខ្លីៗមកឲ្យឈិនជឿនបាទមិត្តរួមក្លឹបរបស់គេហ្នឹងបាទឈិនជឿនបញ្ជូនមកឲ្យសុកសវណ្ណកំពុងបោះមកក្រោយវិញបាទឲ្យតូឡានៅរ៉ាប់រងល្អណាស់ខ្សែការពារកណ្ដាលបាទលេងឲ្យប្រខាន់ទេខ្សែប្រយុទ្ធបាទលេងជំនឿជាតិគាត់ការពារបាទអញ្ចឹងគឺគាត់ការពារក៏បានប្រយុទ្ធក៏បានបាទបំផ្លងកន្លែងនេះឱកាសយោនមួយជើង
បាទលើកពោះពេកសម្រាប់កីឡាករព្រុយណេប៉ះជាមួយនឹងកៅសុកភេងចំមុខបាញ់មិញនេះមើលទាន់បាទឥឡូវនេះក្តោបមុខចូលដូចគ្នាហើយបាទដូចចាំវឌ្ឍនាការមុននេះដែរបាទកៅសុកភេងកំពុងតែរមួលបាទឥឡូវអត់អីទេបាទកំពុងមានការសម្រួលហៅគ្រូពេទ្យឲ្យចូលទីលានបាទដើម្បីពិនិត្យមើលរបួសរបស់សុកភេងបាទបើសិនបាត់សុកភេងមួយទៀតក៏ពិបាកដែរបាទគឺជាបាទប្រព័ន្ធប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុមកម្ពុជាហើយបាទសិតតែកម្លាំងឆក់ហើយសិតតែមេដៃដើម្បីឆក់បាទគេហៅឆក់បាល់បាទឥឡូវយ៉ាងម៉េចហើយបាទញាកដាផ្ដោតបាល់ឲ្យខាងកម្ពុជាហើយនៅចាំទីបាទកីឡាករយូសូហ្វក៏កំពុងតែប្រេដែរចំណុចត្រង់នេះបាទគាត់បាទនេះជើងបាទជើងចំស្មាបាទស្មាខាងជួយតែម្ដងបាទលើកបើសិនជាមិនមានការរំខានបាល់គឺបាទទៅស្រួលតែម្ដងទៅស្រួលអាចអូយសុភេងសុទ្ធខ្លួនឯងឬបើមិនចឹងទេបញ្ជូនមកឲ្យរួមក្រុមក៏បានហាជីហាសានដើម្បីមិញនេះគឺដូចជាបង្កគេថាមិនសមប្រកបក្នុងការលេខបាល់ដើម្បីមិញគាត់លើកជើងខ្ពស់ពេកមិញនេះដូចជាមានចេតនាច្រើនបាទដល់ដូចអត់ទាន់ពីនៃអីទេបាទធម្មតាបាល់មិនស្រួលអង់គ្លេសទេបាទពងឲ្យរៀបរយសិនបាល់ហ្វ្រីឃីកបើសិនជាវឌ្ឍនាការនៅប្រកាសជាវឌ្ឍនាការហើយតែឥឡូវនេះគឺនៅសល់ប្រាក់អាមេរិកដំក៏ធ្លាប់ធ្វើបានសម្បត្តិច្រើនលើច្រើនសារហើយក្នុងការប្រកួតលីកកម្ពុជាកម្ពុជានិងការប្រកួតអន្តរជាតិផ្សេងៗទាត់អាហ្វ្រិកបែបនេះបាទទឹកឌីណាក៏ធ្លាប់ធ្វើក្នុងការប្រកួតលីកដែរបាទបាទអញ្ចឹងគឺទឹកឌីណាប្រាក់មនីអាដាមបាទច័ន្ទវឌ្ឍនាការបាទក៏សុទ្ធតែអ្នកដែលពូកែកន្លែងឥឡូវនេះចាំមើលលទ្ធផលអាចប្រែប្រួលចំណុចត្រង់នេះយ៉ាងណាទេសម្រាប់កីឡាករប្រាក់មនីអាដាមអាចជួយក្រុមបានទៀតទេបាទបានការហើយបាទកីឡាករលេខ4បាទអាវ៉ាន់គូហ្វាហារ៉ារីបាទឥឡូវនេះចាំមើលប្រាក់មនីអាដាមឬក៏ទឹកឌីណាជាអ្នកបញ្ឆោតបាទអ្នកចាំទីមិញបាទគាត់ដោះស្រាប់ដៃចេញពូតទឹកទាំងសិនពោពេកមិញនេះល្អបាទហើយទឹកឌីណាកំពុងតែខ្សឹបបជាថែមថាសម្លាច់ឯងគាត់ស្ដាំឬក៏ឆ្វេងដើម្បីមិញខ្សឹបគ្នាហើយបញ្ឆោតអ្នកចាំទីមួយសិនបាទឥឡូវអាចទេបាទឡើងទៅលើទៀតបញ្ឆោតទៅមើលប្រឡោះបន្លាយណាធំក៏បជាក៏សញ្ញោមិត្តរួមក្រុមប្រាក់មនីដំថយ3ជំហានប្រាក់មនីដំតបបុកមកប្រាស់តែម្ដងបាទតបបុកប្រាស់មិនស្ទើរបន្តិចបើសិនជាឡើងលើសិនទៅផុតប្រាស់បាត់ហើយបាទយកប្រាស់មិញនេះអាចថាបប៉ះដៃអីក៏ល្អដែរបាទគ្រប់គ្រងខាងកម្ពុជាដែរបាទច្រឹងពលរដ្ឋបាទពលរដ្ឋបញ្ជូនមកឲ្យនប់ដុល្លារដល់លេងបែបចេះគេមិនទៅធ្ងន់ប្រហែលដែរទេបាទបញ្ជូនមកឲ្យសុកសវណ្ណបញ្ជូនមកឲ្យដុល្លារដដែលបាទដុល្លារបញ្ជូនមកឲ្យអ្នកចាំទីអ៊ុំសេរីរតសំទោសបាទកីឡាករនប់ដុល្លារបាទសម្រាប់ឌីណាចោះចូលកណ្ដាលកន្លែងនេះបាទសុកភេងអត់អីទេបាទនៅតែអាចលេងបានបាទសម្រាប់ពីដោឡើងមកលើហើយបាទកន្លែងនេះបញ្ជូនខ្លីៗឱកាសរបស់កម្ពុជាបន្តទៀតអីយអត់ចូលចិត្តគ្នាបាញ់មិញប្រាក់នេះដំហើយនឹងបញ្ជូនមកថយក្រោយបាទច្រឹងពលរដ្ឋកាត់ចូលក្នុងបាទគ្រប់គ្រងដោយចិនជឿនអីយមានការរំខានដល់ចិនជឿនអត់អីទេព្រុយណេកំពុងតែគ្រប់គ្រងបាល់ឆក់បានបាញ់មិញកីឡាករ Jeffrey Bogia បញ្ជូនមកឲ្យមិត្តរួមក្រុមរបស់គេបាទបាល់លេងនៅកណ្ដាលដដែលបាទដាក់ពង្រាយគ្នាដើម្បីការពារចោះចូលក្នុងកន្លែងនេះទៅរួចទេមកឲ្យ Bogia បាទទៅអត់ល្អបាទគឺតុលាតឯងកំពុងតែគ្រប់គ្រងបាល់ទាត់បាល់ចេញគ្មានជំរឿបើមិនចឹងទេអាចភ្លាត់បាទអ្នកគ្រប់គ្រងរបស់យើងបាទគឺស្ងាត់តិចសិនហើយបាទព្រោះអត់ទាន់មានគ្រប់ការកើតឡើងបាទបណ្ដាអត់អីទេ 3-0 តង់ទី1នេះល្មមហើយបើសិនរក្សាលទ្ធផលប៉ុណ្ណេះបាទទស្សនាការប្រកួតបន្តទៀតហើយសូមបញ្ជាក់ដែរយប់នេះ Champion ហើយបាទ Champion ហ្នឹងគឺមានច្រើនប្រកួតដែរណាបាទបាល់បាទគឺចេញពីជើងរបស់កម្ពុជារបស់យើងបាទ71នាទីសម្រាប់ការប្រកួតបាទគឺកំពុងតែរកគេហៅថាចំណុចបញ្ចប់ដ៏ល្អមួយសម្រាប់ការប្រកួតថ្ងៃនេះរបស់ក្រុមកម្ពុជាគឺការប្រកួតទី2ដែលជួបជាមួយនឹងក្រុមប៊្រុយណេបន្ទាប់ពីយើងដកបន្លាពីដើមទ្រូងបានជួបជាមួយនឹងឡាវបាទអញ្ចឹងគឺយើងផុតច្រើនមែនទែនបាទជួបជាមួយនឹងប៊្រុយណេនិងឱកាសក្រោយជួបជាមួយនឹងក្រុមទីម៉ូឡេស្តេឥឡូវបន្តកំពុងតែគ្រប់គ្រងដោយក្រុមកម្ពុជាបាទក្នុងវគ្គទី2នេះដូចជាបន្តមានលទ្ធផលដល់ឡើយទេបាទសុកភេងទៅបន្តល្អមែនទែនញាក់ដាច់មួយទៅហើយកំពុងសម្លឹងទៅកណ្ដាលឃើញខុនឡាបូដាវី1-2ឲ្យទៅប្រាក់អាមេដំទម្លាក់ឲ្យទៅល្អមែនទែនលើកចូលមកជ្រុលបន្តិចទៅហើយបាទតែបន្តិចពីខ្សែការពារតែមិនថ្មីទេឡើងមកជួយដល់សំអឿនពីដោសំអឿនពីដោអូសទៅបន្ត
mà chuột mà cái đáo mà cho đang porot ao tới chân chướng đó lại trăm tí dốc ta hai bà ô hố bà với năm ở phía coi nè trăm tí dốc đi mà vơ tam ba nó trong vơ mong bài mà trong cứ trồng vạn này ca lấy mình trốn cứ o mình đến mà cứ làm mình xuất tế là lên từ bộ tụ mấy mấy cứ làm mình chun cho mình chun lang mà mình chọn sai cà phê bao rồi này đánh tam vơ một tay mà đòn có số bao con phong đá đó đại cu sa cà phải to ở con đó smart chẳng mắt ăn cơm nắp thế power plus speed đó chung internet đọc chỉ có bay cái đâu mực hài rốt cái tháp với nhau chia cho nào tiền chọn cái làm phi rồi cái phi rồi lúc phải là gì ở con đó thlia bờ đó bằng cách làm sầm rạp bờ đó chỉ muốn vài ở nơi kia đó miền nam cái miền chiết phế ra phải phế đòn bà lấy đi tôiงานการกุมตัวที่เหมือนโลกไม่วงอัศนกจัดตีมาคนอัศนกจัดประมาณตีได้สาระแต่พอมาตีการไปไหนตีเรื่องการกุมตัวเราบ่าหนึ่งตีการสบายบ่าจะตีในซอยเที่ยงดำในตีตีบ่าอายมีอะไรข่าวเยอะกันแล้วเมียนทีไอ้ที่อายอัดเมียนทีบ่านึกน้องมันตั้งจากกลุ่ม Facebook ได้บอกโอนตัวสิทธิ์ชนของพวกนักเตะนะตามเพจ BTV ของโบเดียนุ๊กพอบ้านมันจังแต่จะชนะได้ก็ทำให้ขาออกมาคืออายมีกรอบตีหรืออย่างแน่ที่ชนะจะเกิดอายหนังบูนโซนหรือก็พรามโซนมันตาหลายที่เบียตีปีนี่คือมันนอนปีนี่คือเสียกระดาษเลยเบียตีปีชิโร่แต่ให้เติบแต่ใบโซแต่ได้ตีมันจะคือเราแต่พอเลยมันตอนโจกับไรนะมวยตีมาหาจะเมื่อมันตายืนเส้นกันโลท่าเมียนเราแต่พอปลายปลัวมันใต้ข้างปลุยเนี้ยกับปูนเชี่ยเยี่ยมตีกรอยได้แต่ใบดอกใบพอมอทบอกล้วนมันมันเอาจำจะชนะเลิศใบโซนสุรุตีบ่าจังคือการประกวดจุกนี่กันลองเต้ชนะปีปอนอัปรันได้ชนะผมบวยมวยนั่นคือเมียนครอบเป็นตัวตีเตียงซองแทนบ่าเป็นเนี่ยกรมโรบยื้อจับได้ดักกำลังจะไถบ่าช่วยต่อกำลังจะไปเชียร์บอลยื้อบ่าแล้วนี่บ่าหักโดยเชียร์เรียงตัวคณะบันทึกแต่อะไรที่บ่าใครช่วยสำรวจโดยตัวบ่มพลองไปจำงานmộtแบบกันดาวthángบ่าในกลุ่มเราโดยคุยในเดโรสลัมเราได้มาเล่นใครอะไรนี่เพราะถ้าคุยในตุกไปจังการเชียร์บอลเยอะกว่ามีใบประตูได้บ่าจังใบประตูบ่าคือไอ้จุดคำด่าการพูดจงกลอยมวยไหลบานใบประตูนี่พวกมวยประตูบ่าป้าตะเกียบที่นี่ที่ไหนมาอะไรนี่บ่ามีปัญหาบันทึกแต่ไอ้ที่กระไรก็เลยปรำปีบ่ากระไรก็อีคาเมลดามิดบ่ากำปงจะมีระบุมาเลยทีเลี้ยงบ่าเอาไอ้ดิบ่าลูกอันยากระด้างปงสู้นวมบ่ายากระด้างคือมาปีฮ่องกงโลปงไห้บ่าปาถึงเจ๊บ่าจมูกหนึ่งเจ้าโปรดอะไรนี่โอ้โหบ่าชื่อแต่เอาไอ้ลูกเชื่อมดัดจำกรงรถลื่นโจดอตีเลี้ยงบ่าสำหรับการประกวดยุคปัจจุบันยุคเราดอกผมบุญนำเอาไว้เด็กกูเพียบเอาพิณามจึงไอ้อาเซียนนะบ่าจำลูกการประกวดในบ่าไรเนาะบ่าคือวิทยามบ่าคือตัวจันดีทีนี้ก็เรียกชื่อกีโซนบ่ามารับรู้มวยตัวหนึ่งมวยบ่าสำหรับการพูดยุคช่วยยุคเราดอกปรับบุญนำจันมาสิในการดอกดูปรับมีดอมเชงบ่าพอลินบ่าหุยพอลินบ่าคือโจจมนุบ่าปรับมีดอมบ่าจังปรับมีดอมคือตกเชิงซะไหนบ่าสำหรับการประกวดจมูกหนึ่งตีมอลไลสเต็กก็สำคัญได้บ่าจังสร้างประวัติศาสตร์เนี่ยตั้งใบประกวดแต่ดองเลยอย่างนั้นบ่าฉันคือจำมือถึงออกเนียทีบ่าในซอยเชียงดอกใบในทีที่หนึ่งจบต้องการพูดเก่าสมัยตีแต่ดองต่อพอลินโจเลยบ่าการเรียกด้วยขี้เนี่ยบ่าสำหรับกีฬาโกรุนี่บ่าโฮดพอลินบ่าคือปัจจุบันบ่ามีนวัยมาเพลย์ชนะไหมบ่าคือบักฮังชูอะไรเราสำรวจเช็ดบาดับระเบิดเลิกแค่นี้คือเลิกที่ดับระเบิดบ่าดำน้าเรื่อยเดี๋ยวดิบ่าเฮ้ยพลินเพย์เช้าเลยดำน้าเรื่อยเดี๋ยวดิไม่ดึงเหรอเอาตีมาเอาตีตัวสนามการกู้ต่อที่บริเวณเราสนามกลุ่มรองบ่าอะไรนี่ฟันติ๊กบ่าอะไรดิบริเวณในใจมันต่อกลุ่มรองบ่าต่อได้บ่าแจฟรีบ่าคือบ่าเช่นมีแจฟรีชนะเอาแต่เมืองการกลุ่มรองบ่าล้อแจฟรีไอไปจูนบ่าบ้านล้อมาดูกองบอลกี่จับโจบอลปลุยในดารุสลัมเมียนเตออดเตะบอลกัดโจดบอลประยุทธ์ไต่ตุ่มเลี้ยเจงปีการเชียร์บอลยืนบ่าพอเลี้ยนโจบอลบาปานเกลีเอาการบอลปลุยในพอดได้มันพอดได้ปีเนี่ยจำตีนี้บ่าคือเนี่ยจำตีถึงรอบบ้าบางบ่ากันแล้วก็เลยบัวนี่บ่า
គឺសុទ្ធមួយជើងនឹងចង់បាសសរបស់គេដែរហាសាន់បាទបាញ់មិញនេះគឺអត់បានល្អពលរដ្ឋនៅតែធ្វើបានល្អសុំទោសខ្ញុំនិយាយរដ្ឋបាននៅតែធ្វើបានល្អដែរបាទទស្សនារូបភាពពីថ្មីកន្លែងនេះបាទផលលីនគ្រប់គ្រងបានល្អបាទត្រូវបានកីឡាករហាសាន់បាទសុទ្ធបាននឹងចំមុំកែងល្អណាស់ប៉ុន្តែលើមុំកែងបន្តិចបាទអញ្ចឹងគឺអត់មានគ្រាប់បាល់ដែរសម្រាប់រុយណេដារ៉ូសាឡឹមបាទមិនហើយប្រមូលពើយ៉ាងណាបាទអត់អីទេតាមនេះសុទ្ធគោលទីគ្រាប់សុទ្ធបាទកម្ពុជា8ដងអាកាសសុទ្ធរុយណេ5ដងមានការសែងចេញហើយបាទរបួសបាទកីឡាករលេខ7មហាម៉ាត់នៅអ៊ីកាម៉ាល់ដាមីតបាទរបួសខ្លាំងបាទដូរអស់ហើយរុយណេគឺសមមនុស្សទៀតបើសមម្នាក់ទៀតអញ្ចឹងអាចដូរកីឡាកររូបនេះចេញបាទហើយឆ្លងដល់នាទីទី78លទ្ធផលនៅតែរក្សាតាំងពីរយៈទី1មកគឺលទ្ធផលរុយណេ0កម្ពុជា3ហើយនៅសល់ពេលវេលាគួរស្ដាងដែរសម្រាប់ការប្រកួតចុងម៉ោងតែម្ដងអញ្ចឹង3ពិន្ទុក៏អាចនឹងប្រកបច្រើនប្រកបច្រើនសម្រាប់ក្រុមកម្ពុជាថ្ងៃនេះដើម្បីបូករួមជាមួយនឹងការប្រកួតឈ្នះលើក្រុមឡាវដូច្នេះគឺយើងមាន9ពិន្ទុមកដល់អាសន្ននេះបាទហើយបើយើងគិតតាមពេលវេលាគឺជិត 80% ហើយអាកាស3ពិន្ទុបាទពេលវេលាជិតដល់នាទី80ដែរបាទចាំរៀនច្រើនបន្តិចហើយបន្តសិនគីឡូថាអាចមានគ្រាប់លេខបកអ្វីរបស់ក្រុមរុយណេបាទហ៊ុនផលីនបាទចូលមកដល់រៀងផ្លោតមកគ្រាប់បាត់ហើយតែមិនធ្វើអីទេកែសុភេង1 2ខូនឡាបូវីមកអោហ្សឺទៅហើយបាទគ្រប់ទីយើងសុទ្ធអីមិនកាត់លឿនបានទៅហើយថាលឿនមែនខូនឡាបូវីតែខូនឡាបូវីសុទ្ធមកជឿនេះកាត់លឿនថាកុំឲ្យសុទ្ធបានទេបានអោហ្សឺបុកមួយបាត់ទៅហើយស្ដាយមែនតើបាទកីឡាករខូនឡាបូវីក៏ទុកអារម្មណ៍មិនតាន់បាញ់បាទបាញ់វិញយ៉ាងនេះអត់លឿចាស់ទេដែរបាទដែរមែនតើខូនឡាបូវីបាទឬក៏សុទ្ធឲ្យហេតុដើម្បីបានមកគ្រាប់ទៀតបាទហើយជួយមើលទៀតសិនព្រោះថាអត់មាននីតិនៅសង្ឃឹមអញ្ចឹងសម្រាប់កម្ពុជាដើម្បីរកគ្រាប់បន្ថែមមកគណៈដែររុយណេក៏នៅមានសង្ឃឹមដែរដើម្បីរកគ្រាប់តាមពីក្រោយបាទទោះបីថាមិនទាន់ថាចាញ់3-0នោះទេមិនទាន់ប្រកាសនៅឡើយដូច្នេះគឺនៅមានសង្ឃឹមដូចគ្នាខូនឡាបូវីកាត់លឿនគួរសោកស្ដាយឥឡូវបន្តដួលមួយទៅហើយសម្រាប់ក្រុមរុយណេដល់រុស្ស៊ីឡឹមបាទរើរួចទៀតទៅហើយបាទអត់អីទេកីឡាករលេខ7បាទតោះដូរចូលសាយបាញ់មិញនេះឥឡូវដូរហើយអស់ហើយអស់នៃការដូរកីឡាករហើយព្រមមានរបួសគឺលេងតែ10នាក់ទេបាទរបួស2ដែលលេងតែ9នាក់បាទប៉ុន្តែវាមិនអាចចែកដល់នៃលក្ខណៈនោះទេបាទបន្តឱកាសមកឃ្លៀបាល់ទីសិនរបស់ក្រុមកម្ពុជាបាទពុយនេះបាទជាជាមែនតើឆ្លងពលរដ្ឋមកក្រោយឲ្យសុកសវណ្ណទម្លាក់បន្តិចឲ្យយកល្អណាឲ្យជូតបាល់វែងបាទយកមិនបានទេបាទកាសុភេឥឡូវបោកបាល់លួចបានហើយល្អណាងាកបន្តិចញាក់មួយទៅបន្តទិញពីក្រោយ2រូបបញ្ជូនឲ្យស្លាប់ឆ្វេងឡើងមកគ្រប់ត្រូលបាទសំអឿនពីដោ1 2សំអឿនពីដោបន្តសុទ្ធមកជើងចេញទៅក្រៅទេអត់បានទេចាំទីក៏មិនចាប់ដែរបាទយូស៊ុហ្វបាច់កន្លក់ចេញបាទជ្រុងបាទអញ្ចឹងគឺអត់បង្កើតឱកាសឲ្យគូប្រកួតទេបាទគៀកមែនតើបាញ់មិញនេះបាទគៀកមែនតើបាទការសុទ្ធរបស់កីឡាករបាញ់មិញរបស់ក្រុមបាទកម្ពុជាបាទដានយូស៊ូសបាទអ្នកចាំទីរបស់រុយណេវីចាស់ជាងគេក្នុងការប្រកួតបាទលោកម៉ៃវងបាទលើទឹកមុខដូចជាធម្មតាវិញគាត់បាទมันអាចស្ដារស្ថានភាពបានឬយ៉ាងណាអ្នកគ្រប់គ្រងចាប់ដើមឈរទាំងអស់គ្នាហើយបាទចាំអបអរសាទរកីឡាកររបស់យើងបាទឥឡូវនេះប៉ាល់ព្រុយណេកំពុងដាក់ស្ពីតអត់អីទេនប់តូឡារត់លឿនទាត់ចែកមួយបាទអត់ហ៊ានបដ ாய் ឲ្យកីឡាករអ៊ុំស្រីរត់ទេនប់តូឡាធ្វើការធ្ងន់បាទគឺខ្សែការពារមួយនេះក៏បាទល្អមែនដែរបាទគឺម្នាក់គឺតឹងប្រែងរៀងខ្លួនឱកាសរបស់ព្រុយណេបញ្ជូនខ្លីៗបាទគឺលេងសហការគ្នាបានល្អណាស់សម្រាប់ Jeffrey បាទលេខ9បាទគឺថយក្រោយវិញទៅមុខអរួចមានតែថយក្រោយសិនបាទដើម្បីស្រួលសិនបាទបាល់គ្រប់គ្រងព្រុយណេគ្រប់គ្រងដដែលបញ្ជូនខ្លីៗបន្តទៀតបោះមកក្រោយបាទប្រុងលេងបាល់ខ្លីយ៉ាងម៉េច
ដោយល្អគឺអត់ទាន់ដឹងឡើយទេគាត់ថាក្របបាល់អត់ទាន់មានដោយសារការលេងបែបនេះព្រោះនេះទៅគ្រប់គ្រងបាល់កីឡាករដែលទើបដូរចូលហើយកីឡាករលេខ5 3 នេះបាទគឺបាស្រីបាទរត់លឿនណាស់កន្លែងនេះ3នាក់តទៅ2នាក់ចូលមក4ហើយកាត់ចូលឡើងបាល់ចេញបាទប៉ះជើងកីឡាករកម្ពុជារបស់យើងបាទជ្រុលសម្រាប់រុយណេដារ៉ូសាឡឹមជាតិនឹងចាប់ផ្ដើមបាទការគូផ្លូវការទីបើកនឹងអឹកកធឹកឱកាសរបស់រុយណេទៅរួយទៀតសុទ្ធមិនបានល្អបាទសម្រាប់កីឡាករ Fight Jeffrey បាល់ជ្រុលបាទរបស់រុយណេជាថ្មីបាទកន្លែងហ្នឹងឯងដែលប្រាក់នេះឧត្តមបាទធ្វើបានគ្រប់ដំបូងបាទគឺល្អមែនតើតែម្ដងល្អណាស់បាទមើលរុយណេអាចធ្វើកើតទេបាទប្រហែលជាអត់អាចទេយ៉ាងមើលទៅបាទអាចបំបាយពងមាត់បានទេបាទត្រឹមនាទីនេះគឺឈានដល់ជិតចប់ការប្រកួតហើយ80ជាងនាទីហើយជិតជឿនចុះមកជួយលើកកោមកវិញតែអត់ល្អទេអត់ឡើងខ្ពស់ទេមកទៀតតែប៉ុណ្ណោះបាទឃ្លៀបាល់ចេញមកដល់ក្រោយកំពុងតែវិបកវិញរបស់ក្រុមកម្ពុជាអូរ៉ាសិនសាទមកទាញពីក្រោយបានសម្រេចទៅហើយវគ្គទី2នេះគឺគ្រប់គ្រងបានល្អជាងបាទរអល់បានបន្តិចកំពុងតែឃ្លៀកំពុងតែព្យាយាមបាទល្អណាស់បាទមិនឲ្យបាល់ចេញទេប៉ូលីនបញ្ជូនបន្តបាទទាញ1ទាញ2អត់អីទេអញ្ញាកដាពីនៃចំណុចត្រង់នេះទៅហើយបាទបាសគ្នាអ្វីមិញនេះបាទជ្រឹងពលរដ្ឋបាទជាអ្នកបង្កបាទជាគ្រូបង្វឹកបាទរុយណេដារូសាឡឹមបាទគឺលោកម៉ៃវងជនជាតិសង្ហបុរីបាទ51ឆ្នាំហើយបាទថ្ងៃនេះគឺបាទកំពុងតែជឿក្បាលមែនតើបាទជួបកម្ពុជាត្រូវកម្ពុជានៅមុខ3-0មកទល់នឹងពេលនេះអ៊ំស្រីរតកំពុងតែត្រៀមបាទកំពុងតែបញ្ជាមិត្តរួមក្រុមបាទឈរប្រាស់បានល្អព្រោះថាការសុទ្ធបាល់ហ្វេគីនេះគឺពិបាកដែរព្រោះបាំងប្រាស់បាទអ្នកសុទ្ធមានរ៉ាសិនសានតែម្ដងបាទលេខ22ទៅហើយស្រួចដើមទៅលើបាទអត់ទេយ៉ាងម៉េចចេះបាទមានអ្នកថែមទីពីក្រៅនៃ ball boy បាទ ball boy ទីពីក្រៅមិនមែនចង់គប់ទេចង់ទាត់មកវិញបាទទាត់វិញអ៊ំស្រីរតថ្ងៃនេះកាពីតែនបាទប្រធានក្រុមបាទកាពីតែនតាំងពីប្រកួតទី1បាទគាត់កាពីតែនបាទអញ្ចឹងបាទអ្នកគ្រប់គ្រងខ្លះគាត់ថាឆ្លោះគ្រូលីនេះដូរប្រធានក្រុមច្រើនមែនបាទនេះគឺតិចរបស់គាត់ទៅមិនបាទការដូរប្រធានក្រុមของក្លឹបនៅក្នុងក្រុមយុវជនមានបោះឆ្នោតដែរបាទការសម្រេចចិត្តរបស់គ្រូបាទឥឡូវបាល់បំផ្លាញចេញពីអ៊ំស្រីរតបាទតែទម្លាក់ចេញបាទព្រោះថានេះក៏ជាវិធីមួយដើម្បីកាត់បន្ថយការដាក់សម្ពាធរបស់គ្រូប្រកួតដែរបាទនាទីក៏កាន់តែដើរទៅមុខហើយសល់មិនច្រើនទេបាទសល់តែជាង5នាទីបន្តិចតែប៉ុណ្ណោះសម្រាប់ការប្រកួតនៅក្នុងវគ្គទី2នេះបាទវគ្គទី2ស្ងាត់ជ្រងំតែម្ដងបាទបន្ទាប់ពីវគ្គទី1គេហៅថាធ្វើព្យុះធ្វើភ្លៀងគួរឲ្យក្រុមរុយណេនឹងភ័យតក់ស្លុតមិនស្ទើរទេបាទ3-0វគ្គទី1ប្រកាសជាតាំងទី2មានក្របតែតាំងទី2ស្ងាត់ជ្រាព្រោះថារុយណេសម្រុកមកវិញបាទខំព្យាយាមទប់ដែរព្រោះ45នាទីដែរនឹងអញ្ចឹងបាទអញ្ចឹងខាងកម្ពុជាក៏ព្យាយាមទប់ដែរបាល់ជ្រុង6ដងខាងកម្ពុជារុយណេគឺ3លើកសម្រាប់ការប្រកួតមកទល់នឹងពេលនេះបាទសរុបទាំងអស់9បាទជូនមកអ៊ំស្រីរតបញ្ជូនឡើងមកលើវិញបោះមកក្រោយមកឲ្យនុបដុល្លារតំបន់កណ្ដាលស្រីស្ដាមគឺគេអ្នកកាច់ចង្កូតបាទញាក់1-2របស់ជើងពលរដ្ឋបាទបញ្ជូនមកឲ្យយ៉ាងម៉េចចេះចរានទិទីណាមកឲ្យនុបដុល្លារវិញបាទដុល្លារកំពុងសម្លឹងមកឲ្យឌីណាលេងកំពុងតែមើលបាទបោះបំផ្លោងមកផ្នែកខាងលើបាទតែទម្លាក់បាល់ចេញបាត់ទៅហើយបាទហ៊ុយផូលីនជាអ្នកបោះបាល់ទូសចាប់ពីដោសំទោសបាទពីដោជាអ្នកបោះបាល់ទូសបាទលេងខ្លីៗបន្តទៀតឱកាសរបស់កម្ពុជាកន្លែងនេះកែសុភេងកំពុងបញ្ចេញមួយកីឡាករព្រុយណេដល់12នាក់តែធ្វើមិនបានសម្រេចនោះទេបាទបំផ្លោងតាមស្លាប់ស្ដាំរត់តនអត់តនបាទចេញបាត់ទៅហើយបាទលេងហាក់ដូចជាមិនសូវល្អបាទឥឡូវនេះលេខ10កែសុភេងដូរចេញបាទជំនួសដោយកីឡាករលេខ23 Terry Chan Thabin បាទយើងលោកគ្រូលីគាត់ក្លឹបណាដូរក្លឹបហ្នឹងបាទកែសុភេងភ្នំពេញ Ground ដូរ Terry Chan Thabin ភ្នំពេញ Ground វឌ្ឍនាការដូរចេញដាក់ខុនឡាបូវីគេដឹងគេកីឡាករប្រាក់មនីឧត្តមខាងនេះចេញជំនួសវិញហ៊ុយផាលីននៅខាងនេះដែរបាទ Terry Chan Thabin គឺសុទ្ធបានមកគ្របដែរអំឡុងការប្រកួតឈ្នះលើក្រុមស្រីឡើងទល់នឹង0ឱកាសឲ្យជាមួយត្រង់នេះទាញទៅដួលបាន11ម៉ែត្របានទេបាន11ម៉ែត្រ
ពីនៃហើយបាទ11ម៉ែត្រលើកនេះ បាទ ឲ្យអត់ ឲ្យអត់បាទបងនិយាយដល់និយាយជើងខ្លាំងណាស់របស់អញ្ញាកដា បាទមិនតន់ច្បាស់ណាឲ្យ11ម៉ែត្រទៅហើយបាទទាញទឹកឌីណា បាទបាញ់បើគុំរំខានបែបនេះក៏នៅកាត់ក្រហមទៀត យ៉ាយូរ៉ាអូយមកលេខ23កាតក្រហមដេញចេញពីការប្រកួតទៅហើយបាទឈ្មោះគាត់ពេញបាទគឺកីឡាករអាក់យូរ៉ាអេងឌូរ៉ាផេតូរ៉ាយូណូស អូបាទយូណូសបាទទស្សនារូបភាពជាថ្មីពេលដែលយូរ៉ារំខានកីឡាទាញ កត្រាក់យកទៅម្ដង បាទនេះបើសិនជាគុំទាញនៅតែចូលដែរបាទ តែมันអាចកាតក្រហមហ្នឹងណាដែរគ្រាន់តែកាតក្រហម បាទគឺយ៉ាងមិនចេះកាត់ក្រហមបានហើយ ស្ដាយមែនតើអញ្ចឹងអាចរកគ្រាប់ទី4ហើយសម្រាប់ក្រុមកម្ពុជាបាទបាទប្រិមិត្តមួយចំនួនគាត់ទីថា4-0ប្រហែលជាត្រូវរបស់គាត់ណា បាទអត់ទាន់ដឹងថាយ៉ាងម៉េច ឥឡូវបាល់11ម៉ែត្រសិនសំខាន់អូបាទពីតា ពីក្រៅបាទពីក្រៅ បាទគាត់លក្ខិមែនតើ បាទអូបែរមិនស្មាននៅក្នុងតំបន់ មកស្មានក្នុងប្រអប់ឥឡូវនេះទឹកឌីណាខ្លួនឯងតែម្ដងជាអ្នកសម្រេចអាចទេគ្រាប់ទី4 ខ្ញុំថាចន្ទថាឌី អាចមើលបាទមើលខ្ញុំឆោតលេងណាទៅចង់មកទៅហើយទៅឌីណាកំពុងតែជញោហើយជរីក៏ត្រីរត់ហើយឌីណាលើកទៅហើយមកក្បាក់អូយទៅលើបាត់សុកសវណ្ណទៀត ស្ដាយ សុកសវណ្ណទៀត4លើកសុកសវណ្ណព្យាយាមបាទឱកាស4លើកក្នុងការព្យាយាមក្នុងរយៈពេល88នាទីនេះគឺ4ដងហើយសុកសវណ្ណតែមិនទាន់បានសម្រេចនៅឡើយទេ ពិសេសគឺក្បាលរបស់គេនឹងងាកប៉ះបាទ បាទអញ្ចឹងគឺ10នាក់តដល់11នាក់បាទសម្រាប់ព្រុយនេះបាទគឺកាត់ក្រហមមួយហើយបាទយូរ៉ាបាទបាល់លើកចេញពីអ្នកចាំទីកីឡាករយ៉ាសូសយូសូសបាទយូសូសបំផ្លោងចេញពីតំបន់របស់ខ្លួនបាទទៅអត់ផុតពីកីឡាករកម្ពុជារបស់យើងបាទឆ្លត់បន្តិចកម្ពុជាគឺក្រុងយ៉ាងម៉េចចេះអញ្ញាកដាពីនៃខាងព្រុយនេះរ៉ូសាឡឹមបោកបាល់ក៏អត់បានបោកបាល់នឹងការលេងទៀតហើយបាទស្ដាប់អញ្ញាកដា បាទចង់មកបាត់ម្នាក់នេះគឺពិបាកតិចហើយ ពិបាកបាទបើសិនជានេតិកម្មនៅតិចហើយបាត់ក៏ពិបាកដែរបាទព្រោះថាដឹងតែកម្ពុជានឹងសំទុកហើយបាទតែឥឡូវវាជិតអស់នេតិទៅហើយបាទលើកបាល់ពីកម្ពុជារបស់យើងបាទគឺអត់លើកទៅត្រង់ទេបាទឲ្យសំអឿនពីដោបាទពីដោបំផ្លោមកកន្លែងនេះទៅផុតជាមួយនឹងកីឡាករខ្សែការពាររបស់ព្រុយនេះបាទជាប់ជើងជើងពលរដ្ឋបាទពលរដ្ឋជូនមកក្រោយបាទជូនមកចុះក្រោមវិញណប់ដុល្លារ បាទដុល្លារបញ្ជូនមកឲ្យសើវិសាលបាទវិសាលដុល្លារបាទពីដោលេងពេញតង់ហើយឥឡូវនេះបាទបញ្ជូនមកឲ្យឈិនជឿនលេងបំផ្លោងមកកណ្ដាលកន្លែងនេះឱកាសរបស់កម្ពុជារបស់យើងមានទេអូហូយបាទមើលគ្នាមើលពីដោញាក់1 2ចូលក្នុងឱកាសរបស់កម្ពុជាអ្នកចាំទីសង្គ្រោះបាមកតទៀតបាទចាំថាបៀនកាត់មកកណ្ដាល ទៅអត់ទាន់ផុតពីកម្ពុជារបស់យើងទេបាទ90នាទីជាងទៅហើយអត់ទាន់ថែមមកនៅឡើយទេបាទតាមរបស់កម្ពុជាមួយផលីនញាក់បាល់ល្អអស់ទោះទៀត3នាទីថែមបាទដូរប្រុងព្រីថែម3នាទីបាទបាល់ចេញអត់ទេគាត់ចេញហើយបាល់ជ្រុងឬយ៉ាងណាបាទបាល់បោះទូរបស់កម្ពុជាបាទថែម3នាទីបាទថែម3នាទីកាច់ចូលបាទទៅទីណាបាទមិនមានការយកចិត្តគ្នាជាមួយជនជាតិ នេះ បាល់ចេញនៅអត់ចេញក្រៅទេអ្នកកម្មទីយកបាល់ហើយ3នាទីចុងក្រោយសម្រាប់ការប្រកួតមកខាងក៏បោះជិត40នាទី40នាទីជាងទៅហើយបាទថ្ងៃនេះគឺបាទឈិនជឿនមិនគាត់អាចរកគ្រាប់ជួយក្រុមទេប៉ុន្តែក៏ជាសមិទ្ធផលមួយដែរក្នុងការរកគ្រាប់3គ្រាប់ក្នុងការប្រកួតនេះបាទអញ្ចឹងថ្ងៃនេះគឺ3ពិន្ទុប្រកាសប្រជាហើយសម្រាប់ក្រុមកម្ពុជាទោះបីថាសល់នៅ2នាទីទៀតយ៉ាងណាក្តីព្រោះថា3គ្រាប់ក្រុមប្រុយនេមិនងាយទេបាទអញ្ចឹងខាងបច្ចេកទេសឡើងបន្ទុកបដាបាទឥឡូវបន្តសិនគឺលោកបានគ្រាប់ថែមមួយទៀតបញ្ជូនឲ្យទៅខុនឡាបូរវីអូសទៅហើយអូសចូលរបងគ្រោះថ្នាក់ខុនឡាបូរវីអត់សុំអត់ល្អទេបាទមិនមកបញ្ជូនឲ្យឌីណា បើហាក់ជាអាចបាទខុនឡាបូរវីក៏ព្យាយាមរកគ្រាប់ខ្លួនឯងមិញនេះបាទមិនចាយឲ្យមិត្តរួមក្រុមមិញបាទសោកស្ដាយ បាទទោះបីយ៉ាងណាក៏នៅតែសរសើរការអុកបាទទស្សនារូបភាពថ្មីរបស់ខុនឡាបូរវីទោះបីមានការរំខានពីព្រុយនេះបាទ3នាក់បាទតាមបាទប៉ុន្តែឌីណានៅស្ដាំណោះបាទឃើញទេបាទសុទ្ធតែម្ដងអត់បញ្ជូនឲ្យឌីណាបាទអញ្ចឹងគឺបាទលទ្ធផលប៉ុណ្ណេះកម្ពុជាពីប្រកួតរកបាន5គ្រាប់បាទសុទ្ធចូលវិញតែ1គ្រាប់ទេ តាម1គ្រាប់ទេ បាទតែខ្លីៗបាទលេងតំបន់កណ្ដាលដដែល
បាទនៅជាប់ជើងព្រុយណេទេអត់ទេទៅអត់ហត់បាទកម្ពុជាបាទកំពុងតែឲ្យបាល់ចេញបាទបាល់បោះទោះរបស់កម្ពុជាបាទគឺចាប់អាញាកណ្ដាលសិនបាទអាចចិត្តដល់ម៉ោងហើយឬនៅបាទនៅទេ3នាទីបាទមិនតិចហើយក៏មិនច្រើនសម្រាប់ម៉ោងថែមដល់90នាទីដែរនោះកម្ពុជាកំពុងតែបណ្ដើរបាល់លឿនទៀតហើយឱកាសកន្លែងនេះរបស់ជឿនអាចរកគ្រាប់បាល់ដូចលើកមុនទេតែទម្លាក់បាទទៅមិនបានល្អឱកាសបាទត្រឹមពលរដ្ឋបាទសំទោសបាទសម្រាប់កីឡាករពីដោបាទឥឡូវនេះពលរដ្ឋកំពុងគ្រប់គ្រងបាល់ជាថ្មីបាទអូសថយក្រោយបន្តិចបាទលេងខ្លីៗជាមួយតូឡាបាទជាមួយនឹងពីដោបាទបញ្ជូនមកឲ្យសុកសវណ្ណបំផ្លោងមកតំបន់តែទម្លាក់មួយចាំទីទទួលបានបន្តទៀតបាទគឺចិត្តចប់ការប្រកួតទៅហើយបាទអញ្ចឹងនិយាយលទ្ធផលដូចទៅដែរបាទនៅសល់ប្រហែលវិនាទីដែរបងបាទប្រហែលវិនាទី3-0ហ្នឹងហើយបាទវាមិនអាចដូចនេះទេសម្រាប់លទ្ធផលនេះហើយបាទអញ្ចឹងគឺគ្រប់បាល់នឹងរកបានតែនៅក្នុងតង់ទី1ទេបាទសិនជាលទ្ធផលរក្សាប៉ុណ្ណេះបាទយ៉ាងម៉េចតូឡានៅតែគ្រប់គ្រងបាល់ដល់ដែលបាទអូសចូលកណ្ដាលបាទអាញាកណ្ដាលផ្លុំបញ្ចែបញ្ចប់ការប្រកួតបាទអញ្ចឹងយើងឃើញថា90នាទីបាទទោះបីជាមានការប៉ះទង្គិចគ្នាហើយយ៉ាងណាក៏ដោយក៏ប៉ុន្តែបាទគឺអត្តន័យកីឡាគឺអញ្ចឹងបាទគឺមានការចាប់ដៃចាប់អីគ្នាអញ្ចឹងណាបាទសុំទោសសុំអីគ្នាអញ្ចឹងទៅព្រោះថាម៉េចបាទការប្រកួតបាទគឺតែមានការប៉ះពីអញ្ចឹងហើយបាទអញ្ចឹងយើងឃើញហើយបាទកីឡាករទាំងពីរកំពុងតែស្វាគមន៍បាទគេហៅថាមុននឹងបញ្ចប់ការប្រកួតបាទដូចជាអរគុណបាទគ្រូសុំទោសអាញាកណ្ដាលដែរព្រោះពេលខ្លះប្រើពាក្យសម្ដីធំបាទដាក់អាញាកណ្ដាលអ្នកគ្រប់ត្រូលបាទនៅតែបន្តនៅគ្រប់ត្រូលដដែលអត់ទាន់ចេញទេបើថាអ្នកខ្លះគាត់អ្នកគ្រប់ត្រូលប្រទេសខ្លះណាបាទចិត្តចប់ការប្រកួតអញ្ចេះបាទប្រុចទាំងអស់គ្នាហើយបាទអរគុណបាទសម្រាប់ការតាមដានទស្សនាហើយបន្តទៀតបាទនឹងជួបគ្នាបាទសម្រាប់រូបភាពសំខាន់នៃការប្រកួតទាំងមូលបាទនៅពេលនេះសូមសម្រាប់បន្តិចសិនបាទ